បិសាចទឹកសមុទ្រជើងឆៃបានបើករុនដ៏ធំមួយនៅក្នុងសំណាញ់ហើយត្រីទាំងអស់បានរត់ចេញអស់ហើយលើកនេះយើងខាត់ទៀតហើយខ្ញុំគ្មានអ្វីទេគ្មានលុយទៀតផងយើងរស់នៅម៉េចវីឈិនយ៉ាងម៉ាក់ខ្ញុំនិយាយហើយថ្លៃពូលី 100000 ត្រូវតែឲ្យថ្ងៃនេះបើខ្វះមួយសេនក៏មិនរៀបការដែលរស់នៅជាមួយទូកនេសាទចាស់របស់ឯងទៅវីមុននេះយើងនិយាយគ្នា80000មិនអញ្ចឹងអញឲ្យពេលខ្ញុំខ្លះទៀតទៅឲ្យពេលឯងរកបានអីពីខ្ញុំឯងយក100000ក៏មិនចេញដែរខ្ញុំពិតជាវីខ្ញុំនឹងរកបានគ្រប់គ្នាឯងកាក់បើកក្មេងនេះធ្លាក់ចូលសមុទ្រមិនអីទេតែគាត់នៅតែកាន់ត្រីនេះមិនអីទេធ្ងន់ណាស់អស់កម្លាំងណាស់លីស៊ូឯងកុំនិយាយអីនេះជាឱកាសល្អមែនទែនសក់មួយសរសៃក៏មិនខូចដែរអាចលក់បានច្រើនតើពេលណាបានត្រីធំនេះឯងធ្វើឲ្យយើងខ្លាចណាស់យើងគិតថាឯងស្លាប់បាត់ហើយខ្ញុំអាចមើលឃើញត្រីទាំងអស់ក្នុងសមុទ្រត្រីហ្វូងត្រីលីស៊ូបើកទូកលឿន2ម៉ាយនៅភាគសានទៅដាក់សំណាញ់ភ្លាមល្អណាស់ទៅនេះក្មេងនេះឈួតដោយសារតែលុយមែនទេឈួតហាសៀវចិនខ្ញុំដឹងថាឯងពិបាករៀបការតែឯងមិនគួរបញ្ឆោតយើងបែបនេះទេធុងប្រេងរបស់យើងចិត្តអស់ហើយឯងចង់ឲ្យយើងស្លាប់នៅក្នុងសមុទ្រមែនទេមើលសំណាញ់របស់ឯងនេះគ្មានត្រីមួយក្បាលផងគ្មានក្តាមផងលីស៊ូត្រឡប់ទៅកំពង់ផែវិញទៅគុំឲ្យក្មេងនេះបញ្ឆោតមកហើយអាយ៉ាអូយខ្ញុំចង់ងាប់ទៅវាជាត្រីធំមែនតែនទៅលឿនទាញឲ្យខ្លាំងអាទាញអត់កើតទេធ្ងន់ពេកតើមានអ្វីនៅក្រោមសំណាញ់នេះទាញបែបនេះទុកនឹងលេចហើយម៉ាស៊ីនក៏ចិត្តទុកមិនជាប់ដែរជើងឆៃបង្រួមលបឿនទាញយឺតគុំទាញឲ្យខ្លាំងប្រយ័ត្នខូចសំណាញ់នេះជាហ្វូងត្រីមែនទេខ្ញុំអាចមើលឃើញហ្វូងត្រីនៅបាតសមុទ្រអូយព្រះអើយវាជាបង្គាធំព្រៃមែនទេទាញសំណាញ់យឺតអូយឯងនេះបង្គានេះធំណាស់ខ្ញុំមិនធ្លាប់ឃើញទេនៅលើទីផ្សារលឿនចាំតិចនៅមានត្រីទៀតកុំឈប់ទាញទៀតនៅក្រោមហ្វូងបង្គានេះនៅមានត្រីទៀតខ្ញុំមិនធ្លាប់ជួបបែបនេះពីមុនមកទេលើកនេះសំណាងល្អណាស់ការចាប់ត្រីនេះស្មើនឹង3ដងនៃការចាប់ត្រីធម្មតារបស់យើងសៀវចិនឯងពិតជាទេវតាមែនហ៎អេហ្វាមួយឆ្នាំមិនចេញដំណើរតែចេញដំណើររកបាន3ឆ្នាំរឿងល្អបែបនេះទីបំផុតក៏មកដល់ខ្ញុំដែរចាំតិចនេះជាអ្វីវាជាត្រីហុងប៉ានអូយត្រីហុងប៉ានព្រៃរកបានលុយហើយត្រីនេះគឺជាត្រីថ្នាក់ខ្ពស់យកទៅលក់ជាត្រូវបានដណ្ដើមគ្នាសៀវចិនឯងលើកនេះបានជួយធំណាស់បើគ្មានឯងលើកនេះយើងនឹងត្រឡប់ទៅវិញដោយដៃទេទៀតហើយលីស៊ូយើងត្រឡប់ទៅវិញទៅរកទីផ្សារលក់ឲ្យបានតម្លៃខ្ពស់បំផុតត្រឡប់ទៅវិញភ្លាមខ្ញុំបានលក់ដូរនៅទីផ្សារនេះជាច្រើនទសវត្សរ៍ហើយមិនធ្លាប់ឃើញត្រីហុងប៉ាននេះទេនេះជាលើកទី1ហ្វូចាំងឯងថ្លៃមកខ្ញុំនឹងយកត្រីនេះលីចុងឯងកុំគិតចង់យកតែឯងប៉ាក្មេកខ្ញុំថ្ងៃស្អែក60ឆ្នាំខ្វះត្រីនេះមួយក្បាលខ្ញុំត្រូវតែយកត្រីនេះមិនអីទេប៉ាក្មេកឯងខួបកំណើតត្រូវតែញ៉ាំត្រីមែនទេខ្ញុំក៏មានពិធីជប់លៀងមង្គលការយប់នេះដែលត្រីហុងប៉ាននេះល្អណាស់ឯងត្រូវតែឲ្យខ្ញុំឯងនិយាយឈួតភាពកតញ្ញូជាចំណុចទី1ថ្ងៃនេះត្រីនេះខ្ញុំត្រូវតែយកគុំឆ្លោះគ្នាខ្ញុំឲ្យ10000អូយវ៉ាងតាយីឈួតហើយធម្មតាគាត់ទិញអីក៏ខ្នាញ់ដែរថ្ងៃនេះឲ្យ10000ភ្លាមត្រីអីគេនេះល្អណាស់ថ្លៃមែនទេខ្ញុំឲ្យ15000អ្នកណាថាគ្មានលុយ15000គ្រាន់តែទិញផ្កាទេខ្ញុំឲ្យ20000លីវ៉ាងខ្ញុំឲ្យ30000ភ្លាមវ៉ាង20000ខ្ញុំទៅពុក5000ទៀតខ្ញុំមិនជឿថា50000ឯងកំពុងតែការជាមួយខ្ញុំមែនទេមិនដែលទំនិញល្អគ្រាន់តែតម្លៃនេះឯងគ្មានលុយទេទៅឲ្យឆ្ងាយ60000ឯងនៅទៀតអត់ខ្លាំងណាស់ខ្ញុំទៅចៅហ្វាយវ៉ាងឈ្មោះថាអ្នកមាននៅតំបន់នេះឲ្យ60000ខ្ញុំស្ដីម៉ាក់ឲ្យកំពុងតែដណ្ដើមដុំមាសទេដឹងតាយីហាគិតទៅត្រីទាំងអស់នោះអព្រះឲ្យលើកនេះចាប់ត្រីបាន20000ជាងខ្ញុំលីចេញទុកជាច្រើនទសវត្សរ៍ហើយមិនធ្លាប់ញឹមបានអញ្ចឹងទេនេះសុទ្ធតែជាការងាររបស់សៀវចិនខ្ញុំគិតថាឲ្យសៀវចិន100000មិនច្រើនពេកទេលីស៊ូនេះមែនហើយសៀវចិនមានគុណធម៌ធំណាស់ឲ្យ100000មិនច្រើនបន្តិចណាសៀវចិននេះ100000ឯងយកទៅមិនបាច់ទេលីស៊ូចេញទុកទាំងអស់គ្នាប្រឹងប្រែងទាំងអស់គ្នាមិនងាយស្រួលទេខ្ញុំគ្រាន់តែយកអ្វីដែលខ្ញុំសមនឹងទទួលបាន50000នេះខ្ញុំយកទៅចំណែកផ្សេងទៀតខ្ញុំមិនយកទេក្មេងល្អមានសមត្ថភាពតែមិនលោភលន់គួរឲ្យកោតសរសើរគំនិតធំទូលាយឈិនយ៉ាងអូឯងនៅនេះទៀតមែនទេ
សង្សារឯងនឹងម៉ាក់របស់នាងទៅផ្ទះឯងហើយឆ្លោះគ្នាជេរគ្នាគប់របស់ផងឯងមិនទៅវិញឲ្យលឿនទេ អីគេ កុំនិយាយជាមួយខ្ញុំពីរឿងមុនខ្ញុំថាផ្ទះរបស់យើងទាំងពីរបានរៀបការតាំងពីក្មេងតែរឿងរៀបការនេះមិនអាចបង្ខំទិញបង្ខំលក់ទេប្តីរបស់ឯងកាលពីមុនបើក៏ស្ថានចិញ្ចឹមសត្វល្អមែនតែឥឡូវមិនដែលឈឺជំងឺនៅផ្ទះក៏ខាតអស់ហើយផ្ទះឯងចាស់នេះបុកជាមួយក្មេងប្រុសនេសាទក្រមួយអ្នកហេតុអ្វីបានជាយកកូនស្រីខ្ញុំ ម៉ាក់ក្មេកមានរឿងអីនិយាយក្នុងផ្ទះទៅគុំនិយាយនៅចំពោះមុខអ្នកចិត្តខាង មានរឿងអីត្រូវនិយាយជាសម្ងាត់ខ្ញុំចង់ឲ្យគ្រប់គ្នាដឹងឬមួយជីវិតនេសាទគ្មានបានស្នាក់នៅគ្មានផ្ទះចង់យកកូនស្រីខ្ញុំគឺជាសុបិន អាយីមានរឿងអីនិយាយគ្នាល្អគុំឲ្យអ្នកចិត្តខាងមើងងាយ ឆេះមិនដែរនិយាយពីម៉ាត់ក៏ទ្រាំមិនបានដែរគ្មានលុយគ្មានផ្ទះត្រូវតែឲ្យគេនិយាយ នេះ 50000 អញរកម្ដងបន្តិចទៀតកុំឆ្លោះគ្នាទៀតរៀបការរបស់យើងបានព្រមព្រៀងគ្នាហើយ 50000គឺគ្រប់គ្រាន់សម្រាប់ថ្លៃរៀបការខ្ញុំប្រាប់ឯងថាគ្មានលុយថ្លៃប៉ូលីសគ្មានផ្ទះខ្ញុំមិនរៀបការជាមួយឯងទេ មិនធ្លាប់និយាយ 100,000 មិនអញ្ចឹង ឯងឲ្យខ្ញុំធ្វើអីផ្ទះចាស់របស់ឯងនេះដូចជាផ្ទះនៅស៊ីរីនៅចង់បោកប្រាស់កូនស្រីខ្ញុំទៀតសុបិនដល់ពេលនោះឪពុករបស់ឯងឈឺទៀតនឹងទាញទម្លាក់កូនស្រីខ្ញុំសុបិន ខ្ញុំគោរពឯងជាចាស់ទុំហើយអត់ទ្រាំជាច្រើនដងតែឯងកុំឈ្លានពានពេកឯងជេរខ្ញុំមិនអីទេឯងមើងងាយម៉ាក់ប៉ាខ្ញុំ ឯងល្អណាស់ឯងជាក្មេងប្រុសនេសាទហ៊ានទាស់ទែងជាមួយខ្ញុំឈិនយ៉ាងឯងនិយាយជាមួយម៉ាក់ខ្ញុំយ៉ាងម៉េចចង់រៀបការអត់ឯងជាក្មេងល្ងងថ្ងៃនេះឯងគ្មានថ្ងៃ នេះជាផ្ទះរបស់ឈិនកាមិនអញ្ចឹងឈិនយ៉ាងរកឃើញហើយឈិនយ៉ាងមែនទេខ្ញុំលឺហើយឯងគ្រាន់តែចុះសំណាញ់មួយដងចាប់បានត្រីហុងប៉ាន200,000ជាងពិតជាអ្នកជំនាញមែន អីគេ ឈិនយ៉ាងអូទេឈិនសុំពេលក្រោយឯងចេញទូកប្រាប់យើងមួយយើងនឹងយកទាំងអស់តម្លៃឯងថាមកយើងអាចបង់លុយមុនបានឪពុកក្មេកទាំងពីរពិតជាសំណាងល្អណាស់ចិញ្ចឹមបានកូនប្រុសមានសមត្ថភាពយ៉ាងនេះអរគុណម្ចាស់ហាងទាំងអស់គ្នាខ្ញុំទទួលយកការបង់លុយមុនពេលក្រោយខ្ញុំចេញទូកម្ដងនឹងទុកត្រីថ្លៃសម្រាប់ឯងមុនខ្ញុំនឹងចែកតាមច្បាប់មិនបោកប្រាស់ទេយកលុយ អូយឈិនយ៉ាងគ្រាន់តែលេងសើចជាមួយឯងមិញទេដឹងថាឯងមានសមត្ថភាពរកបានលុយច្រើនយកកូនស្រីគឺជាសំណាងរបស់គ្រួសារយើងទាំងពីរ លេងសើច មែនហើយយើងទាំងពីរជាគូដណ្ដឹងមិនស្គាល់ឯងមែនទេកូនមានសមត្ថភាព ឯងផ្លាស់ប្ដូរលឿនណាស់ហ៊ាននិយាយរឿងគូដណ្ដឹងទៀតកាលពីមុនកសិដ្ឋានរបស់ខ្ញុំដំណើរការល្អឯងជាអ្នកមកភ្ជាប់ពាក្យឥឡូវខ្ញុំក្រីក្រឯងមើងងាយម៉ាក់ប៉ាខ្ញុំថាខ្ញុំជាអ្នកនេសាទបង្ខំខ្ញុំឲ្យទិញផ្ទះនៅចំពោះមុខអ្នកភូមិទាំងអស់គ្នាឯងគិតថាល្អមើលទេ ឯងក្មេងនេះនិយាយស្អីគេ ដើម្បីកូនស្រីរបស់ឯងក៏មិនគួរមើងងាយឪពុកម្ដាយគេដែរមែនហើយឈិនយ៉ាងរកលុយដោយខ្លួនឯងមិនពឹងលើខាងស្រីទេហេតុអ្វីត្រូវឲ្យគាត់មើងងាយ ឈិនយ៉ាងខ្ញុំមិនឲ្យឯងនិយាយម៉ាក់ខ្ញុំបែបនេះទេ វីខ្ញុំយល់ច្បាស់ពីមាត់របស់នោះហើយចុះឯងវិញ ឈិនយ៉ាងមិញម៉ាក់ខ្ញុំនិយាយគឺដើម្បីខ្ញុំឯងកុំខឹងអី ខឹងមែនទេខ្ញុំអត់ទ្រាំជាច្រើនដងគិតពីមិត្តភាពគិតពីមុខមាត់គ្រួសារទាំងពីរមិញឯងឈោមើលពីចម្ងាយមើលម៉ាក់ឯងមើងងាយខ្ញុំមើងងាយម៉ាក់ប៉ាខ្ញុំមិនព្រមជួយនិយាយខ្ញុំមួយម៉ាត់ទេគឺឯងមើងងាយខ្ញុំជាអ្នកនេសាទមែនទេ ខ្ញុំគ្មានទេឯងកុំនិយាយផ្ដេសផ្ដាស មិនបាច់សម្ដែងទេខ្ញុំប្រាប់ឯងថារៀបការនេះខ្ញុំមិនរៀបការទេ ឈិនយ៉ាងយើងជាច្រើនឆ្នាំហើយចិត្តដល់ពេលចុះឈ្មោះរៀបការហើយឯងប្រាប់ខ្ញុំថាមិនរៀបការទេមែនហើយមិញនិយាយខ្លាំងបន្តិចឯងកុំឆេវឆាវអី ក្មេងល្អឈិនយ៉ាងលើកនេះពិតជាខឹងមែនមិនមែនឆេវឆាវទេខ្ញុំយល់ច្បាស់ហើយឯងមើងងាយខ្ញុំជាអ្នកនេសាទយើងមិនបាច់នៅជាមួយគ្នាទេខ្ញុំមិនបម្រើឯងទេឯងទៅចុះ ឈិនយ៉ាងឯងនិយាយចំយ៉ាងនេះ ខ្ញុំនិយាយថាផ្ទះរបស់គេក៏ជាឈិនយ៉ាងជួសជុលឲ្យដែរមនុស្សចោលឈាមគួរតែត្រូវបានលុបចោលគំនិតក៏ជាលុយដែរមានមុខយកលុយទៀតពិតជាគ្មានមុខមែន ខ្ញុំមិនរៀបការទេឯងជាក្មេងប្រុសនេសាទយើងទៅ ចាំតិច ឯងចង់ធ្វើអីទៀត ឯងដឹងទេជីវិតខ្ញុំមានតម្លៃប៉ុន្មានតែរបស់ទាំងអស់ដែលខ្ញុំទិញឲ្យឯងតោដែលម៉ាក់ឯងនេះទម្លាក់ចូលសមុទ្រក៏អាចទិញបានផ្ទះដើម្បីឯងមិនគួរ ឈិនយ៉ាងឯង ថ្ងៃនេះបានបែកគ្នាបែកឲ្យដាច់ទៅមែនហើយគេឲ្យដើម្បីរៀបការឥឡូវមិនរៀបការទេត្រូវតែសងគេវិញគេមិនមែនជាអ្នកបម្រើរបស់ឯងទេ ឯងពិតជាខ្លាំងមែនខ្ញុំ3ថ្ងៃនឹងសងឯងកូនប្រុសប៉ាម៉ាក់បានបំផ្លាញរឿងរៀបការរបស់កូនប៉ាម៉ាក់សុំទោសកូនណា ប៉ាម៉ាក់ឯងកុំទាស់គឺឯងបានជួយខ្ញុំឲ្យមើលឃើញធម្មជាតិពិតរបស់គេមិនរៀបការក៏មិនអីដែរកូនប្រុសចុះកូននឹងធ្វើអីបន្តជួលទុករកលុយបងយ៉ាងគឺដាលីបងយ៉ាងខ្ញុំចង់មករួមការងារជាមួយបងមករួមការងារជាមួយខ្ញុំប៉ាបងបានបញ្ជាយកស្គាល់ជំនាញក្រោមសម្ពាធសកម្មភាពរបស់បងធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងលេថាបងចង់ជួលទុកធ្វើការងារដោយខ្លួនឯងខ្ញុំស្គាល់កំពុងផែននេះច្បាស់ស្គាល់មនុស្សនិងទុកខ្ញុំប្រកាសជាអាចជួយបងបានដាលីឯងបានជួយជីវិតខ្ញុំល្អណាស់យើងធ្វើវាជាមួយគ្នាអស្ចារ្យណាស់បងយ៉ាងទុកនោះល្អណាស់ធំទៀតតោះទៅសួរមើលថ្មីពេកហើយម្ចាស់ទុកមិនជួលទុកថ្មីឲ្យអ្នកទើបចាប់ដើមទេងាយនឹងត្រូវគេបដិសេធណាស់ចុះមួយនោះវិញមើលទៅហាក់ដូចជារងមាំការថែទាំមិនសូវល្អទេខ្សែកាបក៏ចាស់រហែកអស់ហើយបើវាដាច់នៅពេលសំខាន់វាអាចនឹងសម្លាប់មនុស្សបានមិនអីទេបងយ៉ាងបងជ្រើសរើសទៅខ្ញុំនឹងធ្វើតាមមួយនោះទៅហាមួយនោះមែនទេមើលគំរើចាស់ចុះសម្អាតបានយ៉ាងស្អាតបាតសំណាញ់ត្រូវបានបត់យ៉ាងមានរបៀបលើសពីទូកថ្មីទៅទៀតខ្សែចាស់ត្រូវបានចងជាឆ្នាំងរូបលេខ8យ៉ាងជំនាញចំពោះទូកប្រភេទនេះម្ចាស់ស្រឡាញ់វាជាងប្រពន្ធទៅទៀតអ្នកដែលបើកទូកនេះគឺមានទំនុកចិត្តជាងម្ចាស់ទូកថ្មី100ដងលោកគ្រូហ្វាងលោកកំពុងរវល់មែនទេតើទូកនេះសម្រាប់ជួលដែរទេមិនជួលទេចេញទៅលោកគ្រូហ្វាងខ្ញុំមិនមែនមកជួលទូកទេខ្ញុំមកទីនេះដើម្បីពិភាក្សាអំពីកិច្ចសហការជំរឿនទី1ខ្ញុំបង់ថ្លៃប្រេងនិងកម្រៃជើងសារទីផ្សារខ្ញុំទទួលរ៉ាប់រងហានិភ័យនិងប្រាក់ចំណេញលោកទទួលបានប្រាក់ថេរជំរឿនទី2ខ្ញុំបង់ថ្លៃប្រេងយើងចែកប្រាក់ចំណេញ50-50រាល់ការខាតបង់ជាបន្ទុករបស់ខ្ញុំលោកចំណេញជានិច្ចយុវជនអញពិតជាក្លាហានណាស់តើអញមានមូលដ្ឋានលើអ្វីផ្អែកលើសំណាញ់ដែលខ្ញុំបានបញ្ជាកាលពីម្សិលមិញលោកបាន2សែនតើវាគ្រប់គ្រាន់ទេ
អ្វីដែលបងយ៉ាងនិយាយគឺជាការពិតម្យ៉ាងទៀតថ្លៃសិក្សារបស់កូនច្បងលោកត្រូវបានពន្យាពេលអស់ពីខែហើយមែនទេមិនអីទេដូចដែលអញបាននិយាយចែកគ្នា50-50ទេលោកគ្រូហ្វាងចែកគ្នា60-40បងយ៉ាងបងឈួតហើយមែនទេតើបងគ្រូហ្វាងនិយាយនឹងកំពុងទិញជីវិតនិងបទពិសោធន៍របស់លោកនៅក្នុងខ្យល់និងរលកខ្ញុំផ្ញើជីវិតរបស់ខ្ញុំលើលោកហើយក្មេងល្អមានចិត្តក្លាហានណាស់ទូករបស់ខ្ញុំគឺសម្រាប់ឯងប្រើចុះពិតជាកូនគោដែលមិនខ្លាចខ្លាពិតមែនអាកាសធាតុបែបនេះអ្នកនេសាទចាស់មិនហ៊ានចេញទៅក្រៅទេฉันយ៉ាងកំពុងភ្នាល់គ្រប់យ៉ាងហើយបងយ៉ាងយើងត្រឡប់ទៅវិញទៅដែលឯងមិនដែលឮពាក្យស្លោកមួយទេមែនទេរលកកាន់តែធំត្រីកាន់តែថ្លៃវត្ថុមានតម្លៃពិតប្រាកដគឺលាក់ខ្លួននៅក្នុងសមុទ្រជ្រៅក្នុងអំឡុងពេលអាកាសធាតុអាក្រក់ជឿខ្ញុំទៅអស្ចារ្យណាស់របស់ច្រើនណាស់នេះគឺលឿនឡើងលោកគ្រូហ្វាងទម្លាក់សំណាញ់នៅចម្ងាយ500ម៉ែត្រខាងមុខខ្ញុំអាចបើកកប៉ាល់នៅតំបន់នេះដោយបិទភ្នែកបានទឹកនៅទីនេះរាក់មានថ្មប្រទិតនិងជ្រុំទឹកមិនល្អគ្មានត្រីនៅទីនេះទេពិតជាខ្ជះខ្ជាយការខិតខំប្រឹងប្រែងណាស់មែនហើយฉันយ៉ាងគ្មាននរណាម្នាក់បងសំណាញ់នៅទីនេះទេគ្មានផលត្រីទេយុវជនកុំគ្រាន់តែធ្វើតាមអារម្មណ៍ពេកលោកគ្រូហ្វាងលើកសំណាញ់នរណាលើកសំណាញ់ព្រាមបន្ទាប់ពីទម្លាក់លោកគ្រូហ្វាងជឿខ្ញុំទៅមិនមែនដោយសារសំណាញ់ទេលើកសំណាញ់ទៅក្មេងម្នាក់នេះកំពុងលេងសើចជាមួយខ្ញុំហើយចាំសិនវាធ្ងន់ណាស់មានរបស់ធំហើយព្រះឲ្យត្រីក្អកធំណាស់ពេញមួយសំណាញ់តែម្ដងព្រះឲ្យទាំងនេះសុទ្ធតែជាត្រីក្អកធំទម្ងន់ 2.5 គីឡូឡើងមើលខ្លួនវាចុះស្រកានឹងពន្លឺរបស់វាត្រីសមុទ្រជ្រៅធម្មជាតិបងយ៉ាងភ្នែករបស់បងពិតជាអស្ចារ្យណាស់នៅក្នុងតំបន់ដែលគ្មាននរណាចង់បានបងបែរជាចាប់បានត្រីក្អកល្អពេញសំណាញ់យ៉ាងច្រើនបំផុតឯងគ្រាន់តែសំណាងហើយប៉ះហ្វូងត្រីប៉ុណ្ណោះនេះជាសំណាញ់ទី5ហើយរាល់សំណាញ់ទាំងអស់សុទ្ធតែជាត្រីល្អត្រីក្អកពេញទូកហើយឈប់នៅពេលដែលយើងនៅតែឈ្នះលោកគ្រូហ្វាងទីដៅនោះយើងបន្តទៅទៀតទៅកុំលោភលន់ពេកមេឃងឹតហើយប្រសិនបើយើងជួបព្យុះយើងនឹងមិនមានពេលរត់គេចទេមែនហើយฉันយ៉ាងសំណាញ់នេះគឺចំណេញគ្រប់គ្រាន់ហើយមិនចាំបាច់ប្រថុយទេបងយ៉ាងអាកាសធាតុពិតជាអាក្រក់ណាស់យើងគួរតែសុវត្ថិភាពជឿខ្ញុំទៅគ្រាន់តែបន្តិចទៀតប៉ុណ្ណោះនៅទីនេះហើយទម្លាក់សំណាញ់ភ្លាមគ្រាន់តែសំណាងម្ដងក៏ចាប់ផ្ដើមបំនួតបាត់ទៅហើយទឹកជ្រៅបែបនេះតើអាចមានត្រីច្រើនទៀតដោយរបៀបណាលើកសំណាញ់មានតែត្រីនឹងបង្គាតូចពីរបីប៉ុណ្ណោះខាត់ពេលទេខ្ញុំប្រាប់ហើយឯងមិនអាចសំណាងរហូតបានទេយុវជនសម័យនេះពិតជាឆេវឆាវពេកហើយព្រះឲ្យទាំងនេះសុទ្ធតែជាត្រីក្អកលឿងធម្មជាតិចំនួន 1.5 គីឡូឡើងទំហំបែបនេះសូម្បីតែមានលុយក៏ទិញមិនបានដែរបងយ៉ាងតើបងប្រើល្បិចអ្វីមែនទេចាំសិនមើលពុះវាចុះវាពេញទៅដោយពងត្រីក្អកលឿងមានពងស្រកាត្រីក្រាស់និងយឺតល្អណាស់មានពងបែបនេះពិតជាគុណភាពខ្ពស់ណាស់មានរបស់ផ្សេងទៀតនៅខាងក្រោមត្រីឡាបល្អឥតខ្ចោះបំផុតវាមានតម្លៃពី2ទៅ3សែនឯណោះបងប្អូនឲ្យយើងមានហើយថៅកែឈិននេះពិតជាអស្ចារ្យណាស់ខ្ញុំនេសាទពេញមួយឆ្នាំក៏មិនដែលចាប់បានច្រើនដូចថ្ងៃនេះដែរនរណានិយាយថាមិនអញ្ចឹងថៅកែឈិនមានសមត្ថភាពពិតប្រាកដត្រីពេញហើយតោះយើងត្រឡប់ទៅវិញចាំសិនក្មួយកុំលោភលន់ពេកយើងរកបានច្រើនហើយប្រសិនបើយើងមិនចាក់ចេញទេនឹងមានគ្រោះថ្នាក់ពិតប្រាកដលោកគ្រូហ្វាងមានរបស់ច្រើនទៀតនៅខាងក្រោមតោះទៅវាប្រហែលជាយឺតពេលហើយលោកគ្រូហ្វាងសុំមួយសំណាញ់ទៀតមានរបស់ល្អនៅទីនោះទេមើលរលកចុះព្យុះកំពុងមកដល់ហើយការបន្តទៅទៀតគឺគ្រោះថ្នាក់ណាស់ការរកលុយជារឿងល្អប៉ុន្តែឯងត្រូវមានជីវិតដើម្បីចាយវាត្រឡប់ទៅវិញភ្លាមថៅកែឈិននេះឈួតហើយតោះយើងចេញទៅបងយ៉ាងតោះយើងត្រឡប់ទៅវិញបងយ៉ាងក្មេងម្នាក់នេះฉันយ៉ាងគេឈួតហើយគេលោតចូលក្នុងសមុទ្រគេកំពុងប្រថុយជីវិតហើយក្នុងអាកាសធាតុបែបនេះឱកាសត្រឡប់មកវិញគឺទាបណាស់វាមានរយៈពេលយូរហើយដែលគេមិនទាន់ងើបឡើងមកវិញចាប់ហើយខ្ញុំពិតជាមិនយល់សោះរកបានច្រើនយ៉ាងនេះហើយហេតុអ្វីបានជាលោតទៅទៀតបងយ៉ាងគឺជាបងយ៉ាងគេមិនអីទេឯងឈួតហើយប្រថុយជីវិតដើម្បីតែគ្រឿងសមុទ្រប៉ុណ្ណឹងតើវាមានតម្លៃទេព្រះឲ្យត្រីធម្មជាតិយីហ៊ូរបស់ប្រភេទនេះគឺជាវត្ថុមានតម្លៃក្នុងរឿងព្រេងនិទានមួយនេះយ៉ាងហោចណាស់ក៏4សែនដែរខ្ញុំពិតជាកោតសរសើរណាស់ខ្ញុំមិនដែលគោរពនរណាម្នាក់ទេប៉ុន្តែថ្ងៃនេះខ្ញុំគោរពឯងហើយឈិនយ៉ាងតើម៉ោងប៉ុន្មានហើយខ្ញុំបានទៅវិញមិនទាន់ត្រឡប់មកវិញទៀតចប់ហើយប្រធានផ្នែកបានជំរុញខ្ញុំ3ដងហើយសង្ឃឹមលើទំនិញនេះហើយប្រសិនបើខ្ញុំត្រឡប់ទៅវិញដោយដៃទេខ្ញុំនឹងការចេញទៅសមុទ្រក្នុងអាកាសធាតុបែបនេះគឺជាការត្រូវបានបាត់បង់ហើយឈប់ទៅខ្ញុំបានចុះកិច្ចសន្យាប្រចាំហេតុអ្វីបានជាអ្នកបារម្ភហើយមើលចុះទុកវាគឺជាទុករបស់លោកគ្រូហ្វាងលោកគ្រូហ្វាងលឿនឡើងត្រឡប់មកវិញហើយយោងតាមការកំងឈោតម្រង់ជាត្រឡប់យកវិញមែនរូបរាងនេះល្អឥតខ្ចោះពីទីជប់លៀងយប់នេះនឹងអស្ចារ្យសម្រាប់ខ្ញុំហើយ8000នេះនឹងលក់បានថ្លៃជាង3ដងនៅភោជនីយដ្ឋាននេះគឺជាការកំងរបស់អ្នកមួយនេះមិនធំគ្រប់គ្រាន់ទេខ្ញុំនឹងបដូរវាឲ្យមើលទីនេះត្រីឡាបធម្មជាតិជាង1សែនក្នុងមួយក្បាលកម្រណាស់ព្រះឲ្យមិនដែលឃើញបែបនេះច្រើនឆ្នាំមកហើយលោកគ្រូហ្វាងរបស់នេះថ្លៃពេកហើយយើងមិនអាចទិញវាបានទេអ្នកគិតថាបទពិសោធន៍ជាច្រើនទៅវត្តនៅសមុទ្ររបស់ខ្ញុំគឺគ្មានប្រយោជន៍មែនទេតើខ្ញុំមិនអាចមានទំនាក់ទំនងខ្លះទេលោកគ្រូហ្វាងតើយើងគួរយកវាចេញមកទេ
Tracy Hu វាមានពិតមែនវត្ថុមានតម្លៃក្នុងរឿងព្រេងនិទានទំហំបែបនេះយ៉ាងហោចណាស់ក៏បីសែនឡើងដែរអស់នៅថ្ងៃនេះលោកគ្រូហ្វាំងរបស់នេះគឺកំណត់គ្មាននរណាម្នាក់នៅក្នុងទីផ្សារគ្រឿងសមុទ្រទាំងមូលអាចទិញវាបានទេអ្នកគិតថាខ្ញុំដើរសមុទ្រទេមែនទេខ្ញុំមានមធ្យោបាយរបស់ខ្ញុំ ប្រធានសួរបន្ទាប់ពីអាកាសធាតុអាក្រក់កន្លែងនេសាទទាំងអស់កំពុងខ្វះខាតទំនិញជាពិសេសគ្រឿងសមុទ្រលំដាប់ខ្ពស់គ្មានប្រភពតតែសោះដៃគូសហការបានដាក់សម្ពាធយើង3ដងរួចមកហើយយើងប្រហែលជាខកខានក្នុងការផ្គត់ផ្គង់សម្រាប់ពិធីជប់លៀងលំដាប់ខ្ពស់ហើយអាឡូប្រធានស៊ូខ្ញុំមានទំនិញល្អមួយចំនួនទើបតែមកដល់ចង់មកមើលទេទំនិញល្អមែនទេបាទសុទ្ធតែជារបស់ល្អខ្ញុំនឹងទៅទីនោះឥឡូវនេះអ្នកគ្រប់គ្រងអ្នកថ្មីម្នាក់នេះពិតជាលេចធ្លោពេកហើយយកអាជីវកម្មទាំងអស់បាត់ទៅហើយតើយើងអាចរស់នៅបានដោយរបៀបណាខ្ញុំឃើញហើយទំនិញរបស់គេពិតជាល្អមែនអ្នកក៏គួរតែរកទំនិញល្អមកដែរទៅដោយរបៀបណាទំនិញរបស់គេមិនអាចរកបាននៅក្នុងទីផ្សារឡុងសៀងទាំងមូលទេអ្នកគ្រប់គ្រងប្រសិនបើវានៅតែបន្តបែបនេះមិនយូរមិនឆាប់គេនឹងគ្រប់គ្រងទីផ្សារទាំងមូលមិនខានដល់ពេលនោះមិនមែនមានតែខ្ញុំម្នាក់ទេដែលនឹងបាត់បង់ការងារមិនអីទេខ្ញុំនឹងទៅមើលឈប់អ្នកមិនអាចលក់បានទេហេតុអ្វីរាល់ផលិតផលឡុងសៀងទាំងអស់ត្រូវតែយកទៅធ្វើតេស្តសិនមុនពេលលក់តើវាមានច្បាប់នេះតាំងពីពេលណាច្បាប់ទីផ្សារការជំទាស់គឺគ្មានប្រយោជន៍ទេខ្ញុំនិយាយអញ្ចឹងថៅកែឈិនអ្នកគ្រប់គ្រងកំពុងធ្វើតាមច្បាប់ក៏ដើម្បីទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់ផងដែរអ្នកទាំងពីរនេះច្បាស់ជាកំពុងបង្កបញ្ហាហើយវាកំទេចទោសរបស់គេទៅមិនឲ្យលុបនៅទីនេះទេបាទអ្នកគ្រប់គ្រងយើងទាំងអស់គ្នាគ្រាន់តែចង់រូបប៉ុណ្ណោះមិនចាំបាច់ធ្វើបែបនេះទេប្រសិនបើអ្នកធ្វើបែបនេះតើអ្នកអាចទទួលខុសត្រូវចំពោះផលវិបាកបានទេអ្នកគិតថាខ្លួនឯងជាអ្នកណាខ្ញុំនឹងវិចោលនៅថ្ងៃនេះការរៀបរៀងការងារផ្លូវការត្រូវទទួលផលវិបាកដោយខ្លួនឯងទៅប្រធានស៊ូហេតុអ្វីបានជាអ្នកមកកំពុងខែដោយខ្លួនឯងអញ្ចឹងចង់ឲ្យខ្ញុំរៀបចំកន្លែងទេតើអ្នកកំពុងធ្វើអ្វីហ្នឹងបុគ្គលិកទីផ្សាររបស់អ្នកពិតជាមានសមត្ថភាពណាស់យើងមានកំទេចទំនិញរបស់អាជីវករជាសាធារណៈអ្នកគ្រប់គ្រងស៊ូនាយកលីមកទីនេះមកនាយកលីអ្នកមិនចាំបាច់មកធ្វើការនៅថ្ងៃស្អែកទៀតទេនាយកលីខ្ញុំតែស្ត្រីម្នាក់នេះជានរណាហេតុអ្វីបានអ្នកមិនបានយកព័ត៌មានទេមែនទេនាងគឺជាកូនស្រីច្បងរបស់ក្រុមហ៊ុនយើងយ៉ាងឡើយតែអ្នកគ្រប់គ្រងសូម្បីតែនាយកក៏ត្រូវឈរនៅខាងដែរ Tracy Hu ពិតជាកំរណាស់លើកចុងក្រោយដែលវាបង្ហាញខ្លួនគឺនៅក្នុងការដេញថ្លៃកាលពី10ឆ្នាំមុនអ្នកបែរជាចាប់វាបានប្រធានស៊ូនេះគឺជាថៅកែឈិនដែលខ្ញុំបានប្រាប់អ្នកខ្ញុំគឺស៊ូវ៉ាន់ឈៀងនៃក្រុមហ៊ុនស៊ូគ្រប់ខ្ញុំចង់បានត្រីឡាបនិងត្រីរបស់អ្នកកំណត់តម្លៃមកក្រុមហ៊ុនរបស់យើងទិញគ្រឿងសមុទ្រធំជាតិលំដាប់ខ្ពស់រយៈពេលវែងខ្ញុំចង់មានភាពជាដៃគូផ្នែកមុខរយៈពេលវែងតើអ្នកគិតយ៉ាងណាដែរប្រធានស៊ូទំនិញរបស់ខ្ញុំគឺថ្លៃណាស់តើអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅឈិនយ៉ាងពិភពលោកពិតជាតូចមែនតើអ្នកស្រែមកពីណានឹងខ្ញុំមិននៅផ្ទះប៉ុន្មានខែសូម្បីតែឆ្មាឬឆ្កែក៏ហ៊ានមកដើរលេងនៅទីនេះដែរអ្នករកចៅគេគឺជាអ្នកដែលខ្ញុំបានប្រាប់អ្នកឈិនយ៉ាងដែរជាអ្នកស៊ីចំពោះម្នាក់នោះគឺគេមែនទេលើថាថ្មីនេះគេបានស្និទ្ធស្នាលជាមួយកូនស្រីត្រកូលស៊ូរកលុយបានបន្តិចបន្តួចក៏ហ៊ានមកធ្វើចរិតធំនៅវ៉ាងយូមែនសិនដែរស៊ូវ៉ាន់ឈីខ្ញុំតាមនាងអស់រយៈពេល3ឆ្នាំហើយសូម្បីតែដៃក៏មិនទាន់បានប៉ះផងអ្នកនេសាទធំក្លិនម្នាក់នេះសមនឹងនាងដែរឬអ្នកប្រុសចៅអ្នកត្រូវតែជួយខ្ញុំបញ្ចេញកំហឹងនេះសម្លាញ់កុំបារម្ភអីខ្ញុំនឹងធ្វើឲ្យគេលុបជង្គង់សុំទោសអ្នកនៅថ្ងៃនេះអ្នកប្រុសចៅបាននិយាយថាឲ្យតែខ្ញុំបដូរស្រាស្អែកនេះខ្ញុំនឹងត្រូវបានដំណឹងតំណែងជាអ្នកគ្រប់គ្រងទូទៅមិនខានលោកគ្រូហ្វានរាល់គ្នាបានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការធ្វើដំណើរនេះដូចដែលបានព្រមព្រៀងគ្នាចែកគ្នា40-60នេះជារបស់លោកបាទអរគុណច្រើនបងប្អូនអរគ្នាបាទសម្រាប់ការទស្សនាសម្រាប់រឿងភាគរបស់ខ្ញុំបាទខ្ញុំនឹងធ្វើការផុសបន្តនៅថ្ងៃស្អែកបាទថ្ងៃស្អែកព្រឹកឡើងខ្ញុំនឹងផុសភាគបន្តហើយក៏សូមអរគុណហើយកុំភ្លេចគ្រប់គ្រងសេវាកម្មជួសជុលប្រសិទ្ធភាពប្រព័ន្ធទឹកភ្លើងរបស់ខ្ញុំបាទទាំងអស់គ្នាបាទអរគុណច្រើនថ្ងៃស្អែកនឹងមានភាគបន្តទៀតហើយបាទអរគុណយ៉ាងសៃច្រើនពេកហើយអ្នកគ្រប់គ្រងច្រើនជាងគេខ្ញុំយក3ចំណែកគឺគ្រប់គ្រាន់ហើយយើងព្រមព្រៀងគ្នា4-6ដូច្នេះគឺ4-6ឆេនយ៉ាងរបស់ខ្ញុំក្នុងនាមជាមនុស្សកេរ្តិ៍ឈ្មោះគឺតែងតែទី1យ៉ាងគឺស្មោះត្រង់ណាស់ថ្ងៃនេះយើងបានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់រយៈពេលវែងជាច្រើនអនាគតគឺគ្មានដែនកំណត់ទេមុននេះពេលខ្ញុំដើរឆ្លងកាត់វាំងយីឡូខ្ញុំមិនហ៊ានមើលពីរដងផងឥឡូវនេះគឺដោយសារតែមុខមាត់បងយ៉ាងម្ចាស់ភោជនីយដ្ឋានបានអញ្ជើញយើងមកជួបជុំគ្នាប្រារព្ធពិធីថាអរគុណបងយ៉ាងដែលបានផ្គត់ផ្គង់រយៈពេលវែងឯណាអ្នកទាំងអស់គ្នាលើកកែវឥឡូវអ្នកកំពុងបង់លុយមែនទេចៅហ្វាយរបស់អ្នកមានណាត់ជាមួយខ្ញុំគាត់ប្រាប់ឲ្យខ្ញុំដាក់លើវិកេប័ត្ររបស់គាត់ផ្ទាល់អ្នកអាចទូរស័ព្ទស៊ូម្ដងទៀតបានមានតែអ្នកម្នាក់ទេចៅហ្វាយចេញលុយឲ្យអ្នកញ៉ាំអ្នកមិនទាន់ភ្ញាក់ទេរោគមនុស្សទុកចិត្តឲ្យបានលឿនហើយទូទាត់វិកេប័ត្រឲ្យលឿនទៅអាយ៉ា200,000អ្នកកំពុងប្លន់យើងហើយយើងមិនបានកំងអ្វីដូចថាអីនឹងផងត្រូវហើយបើដឹងថាវាថ្លៃម្លងហេតុអីយើងត្រូវផឹកទោះបីជាស្រាដែលយើងយកមកខុសក៏ដោយក៏អ្នកនៅតែផឹកវាដែរនេះជាវិកេប័ត្ររបស់អ្នកតាំងពីដំបូងមកយើងមិនបង់លុយ200,000នេះទេមិនបង់មែនទេអញ្ចឹងខ្ញុំអាចដោះស្រាយតាមច្បាប់ហើយអ្នកកំពុងបង្ខំយើងទិញបើអ្នករឹងតឹងពេកខ្ញុំនឹងរាយការណ៍ប៉ូលីសផ្ទាល់អ្នកណាកំពុងធ្វើរឿងវឹកវរនៅទីនេះអូមិនចម្លែកទេដែលមានក្លិនត្រីស្អុយឆេនយ៉ាងសន្តាគារលំដាប់ខ្ពស់ដូចនេះក៏ជាកន្លែងដែលអ្នកអាចមកបានដែរមែនទេឯងថាអីអាស្បែកជើងចាស់ឯងថាអ្នកណាជាស្បែកជើងចាស់ហេ
មានរឿងអីឯងហ៊ានវាបងប្អូនខ្ញុំមែនទេប្រាប់ចៅហ្វាយរបស់អ្នកឲ្យលោកម្ចាស់ជូពួកគេចង់ញ៉ាំអត់លុយហើយលោកម្ចាស់ជូមិនក៏វីមនុស្សបែបនេះសំបីតែអ្នកលក់ត្រីស្អុយក៏ហ៊ានស្រែកនៅចំពោះមុខខ្ញុំដែរទោះបីអ្នកស្គាល់ឪពុកខ្ញុំក៏អត់ប្រយោជន៍ដែរទីនេះខ្ញុំជាអ្នកសម្រេចគឺជូរងជាកូនប្រុសរបស់វាំងយីឡូមិនចម្លែកទេដែលអ្នកបំរើហ៊ីឡូបញ្ជីស្រាតាមទេគឺជូជាម្ចាស់វាំងយីឡូក្មេងមុននេះមានចៅហ្វាយនៅកំពង់ផែម្នាក់មានចំនួនជាមួយគាត់ហើយទូទាត់ពីគេបាត់ទៅមើលគាត់ត្រូវបានបំផ្ទុះចោលយើងចែកគ្នាទៅដំណើរនេះមិនខាត់បងទេខ្ញុំនឹងឲ្យអ្នកជ្រើសរើសជម្រើសទី2គឺលទ្ធផលគង់10ដងបើខ្ញុំមានអារម្មណ៍ល្អប្រហែលជាខ្ញុំនឹងលុបចោលលុយនេះយើងមិនអាចតូជាមួយគាត់បានទេប្រហែលជាគួរតែទុកវាចោលនៅតាមទូបីមិនមែនដើម្បីខ្លួនឯងក៏ដោយក៏យើងគួរតែពិចារណាសម្រាប់ពួកគេដែរបាទប្រញាប់សម្រេចចិត្តទៅពេលវេលារបស់ខ្ញុំមានកំណត់ចាំបន្តិចគ្មានអ្នកណាលុបជង្គង់ទេអ្នកចង់បានលុយមែនទេបាន200,000ខ្ញុំម្នាក់ឯងនឹងបង់វាឆេងយ៉ាងកុំធ្វើពុតជាមនុស្សថតដែលមានមុខខាងទៀតនេះគឺ200,000មិនមែន20យន់ទេតើអ្នកយកអ្វីមកបង់ឯងហ៊ានភ្នាល់ជាមួយខ្ញុំទេបើខ្ញុំអាចបញ្ចេញ200,000នេះបានឯងនឹងលុបជង្គង់ហើយក្រាបសុំទោសចំពោះអាកប្បកិរិយារបស់ឯងមុននេះបានចុះបើអ្នកមិនអាចបញ្ចេញលុយនេះបានខ្ញុំនឹងលុបជង្គង់សម្រាប់គ្រប់គ្នាមិនគ្រប់គ្រាន់ទេអ្នកត្រូវលូនពីបន្ទប់ឯកជនទៅសាលប្រជុំហើយព្រោះដូចសត្វឆ្កែនៅតាមផ្លូវយ៉ាងសៃគុំបង្ករឿងបើពិតជាមិនបានទេខ្ញុំនឹងទទួលខុសត្រូវពាក់កណ្ដាលជាមួយអ្នកបងហ្វាងគុំបារម្ភខ្ញុំមានគម្រោងរបស់ខ្ញុំផ្ទាល់ជាកាតឬសាច់ប្រាក់គុំខ្ជិះខ្ជាយពេលវេលាលោកម្ចាស់ជូបាត់លុយបានចូលកាន់នេះហើយអាហោះខ្ញុំថាលុយបានចូលកាន់នេះហើយអញហ៊ានធ្វើពុតជាឈួតល្ងងបោកប្រាស់ខ្ញុំមែនទេខ្ញុំគិតថាឯងមិនដឹងអ្វីជាប្រយោជន៍សម្រាប់ឯងទេប៉ះហេតុអីប៉ះមកទីនេះអាយ៉ាលោកចៅហ្វាយឆេនខ្ញុំទើបតែទទួលបានទូរស័ព្ទពីហេរ៉ាញ់វត្ថុថាអ្នកបានប្រគល់ប្រាក់កក់200,000សម្រាប់ទំនិញវិញហើយបានបញ្ចប់កិច្ចសន្យាលោកចៅហ្វាយជូកិច្ចសហការពិតជាត្រូវបានលុបចោលហើយលោកចៅហ្វាយឆេនហេតុអីបានជាបែបនេះសប្តាហ៍ក្រោយភោជនីយដ្ឋានរបស់យើងនឹងទទួលភ្ញៀវបរទេសសំខាន់ហើយម្ហូបពិសេសគឺត្រូវកំងត្រីក្រហមទឹកប្រៃ8គីឡូក្រាមអ្នកលុបចោលបែបនេះមិនកំពុងយកជីវិតចាស់របស់ខ្ញុំទេឬជូជាតើមានរឿងអ្វីកើតឡើងពិតប្រាកដប៉ានេះគឺសុទ្ធតែជាការយល់ច្រឡំវាជាគាត់ថាលោកចៅហ្វាយឆេនញ៉ាំអត់លុយទៅខ្ញុំមករឿងអត់ប្រយោជន៍លោកចៅហ្វាយឆេនជាភ្ញៀវកិត្តិយសដែលខ្ញុំបានអញ្ជើញផ្ទាល់ចៅហ្វាយគឺលោកម្ចាស់ជូដែលបានបញ្ជាខ្ញុំគាត់ថាលោកចៅហ្វាយឆេនបានប៉ះពាល់គាត់ហើយគាត់ចង់បង្ហាញពណ៌គាត់ដូច្នេះគាត់ប្រាប់ខ្ញុំឲ្យបដូរសារក្រហមលំដាប់ខ្ពស់ឯងលោកចៅហ្វាយជូកូនប្រុសរបស់អ្នកមិនត្រឹមតែបង្អាប់ខ្ញុំជាសាធារណៈប៉ុណ្ណោះទេប៉ុន្តែក៏បានបណ្ដោយឲ្យមនុស្សរបស់គាត់ពីបងប្រុសខ្ញុំដែរខ្ញុំគិតថាយើងនឹងមិនសហការគ្នាទៀតទេកូនប្រុសខូចខាតជូសឹងចេញទៅពីទីនេះភ្លាមមិនមែនអ្នកបានប្រាប់ខ្ញុំដោយទំនុកចិត្តថាឆេនយ៉ាងគ្រាន់តែជាអ្នកលក់ត្រីក្រីក្រដែលគ្មានប្រយោជន៍ទេឬវាសុទ្ធតែជាកំហុសរបស់ឯងអាចចង្រៃឯងបានធ្វើឲ្យអាជីវកម្មគ្រួសាររបស់យើងខាត់បងហើយធ្វើឲ្យខ្ញុំត្រូវឪពុកខ្ញុំវាយបើឯងហ៊ានលេចមុខនៅចំពោះមុខខ្ញុំម្ដងទៀតជឿឬមិនជឿខ្ញុំនឹងសម្លាប់ឯងអ្នកគ្រប់គ្រងអ្នកណាកំពុងមើលថ្ងៃនេះខ្ញុំបានមកដល់ហាងទី4នេះដើម្បី check in មើលទេនេះគឺជា Russian Tokyo ដែលជារឿងព្រេងនិទានមានតែមួយគត់នៅទូទាំងប្រទេសវ៉ាបើចំនួន like លើ100000ខ្ញុំនឹងលេបញ៉ាំ Russian Tokyo នេះខ្លាំងខ្ញុំមិនអាចទិញបានទេវីដេអូដែលខ្ញុំផុសនៅលើកម្មវិធីនោះមាន80000 comment មនុស្សគ្រប់គ្នាកំពុងសួរថានេះជាសន្តាគារណាចៅហ្វាយវាផ្ទុះហើយចំណាត់ថ្នាក់ប្រជាប្រិយភាពនិងចំណាត់ថ្នាក់ទីក្រុងគឺសុទ្ធតែត្រូវបានយើងឈ្នះយើងបានលោតពីលេខ23ទៅលេខ1តតាំងពី Russian Tokyo នោះត្រូវបានដាក់តាំងបង្ហាញចំណូលសន្តាគាររបស់យើងសប្តាហ៍នេះបានកើនឡើង40ឥឡូវនេះសូម្បីតែកៅអីនៅសាលប្រជុំក៏ត្រូវបានកក់ទុករហូតដល់ខែក្រោយដែរយល់ហើយអ្នកអាចចេញទៅបានហើយសូមអបអរស៊ូសុងអាជីវកម្មសន្តាគាររីកចម្រើនលោកស្រីស៊ូអ្នកអង្គុយក្បែរពេកខ្ញុំពិបាកនិយាយរឿងចំនួនអញ្ចឹងយើងមិនបាច់និយាយរឿងចំនួនទេនិយាយរឿងអ្នកវិញនិយាយរឿងខ្ញុំអីទៅពេលអ្នកកំពុងរក Russian Tokyo ស្ទើរអ្នកនៅក្រោមទឹករយៈពេលប៉ុន្មានមិនបានរាប់ជាមួយរលកធំនោះហេតុអីអ្នកហ៊ានលោតព្រោះខ្ញុំដឹងថាមានអ្វីមួយនៅក្រោមនោះអ្នកដឹងម៉េចអារម្មណ៍ល្អហើយយើងនិយាយរឿងចំនួនបច្ចុប្បន្នខ្ញុំមានការកម៉ង់អាហារសមុទ្រលំដាប់ខ្ពស់ពីអាស៊ីអាគ្នេយ៍ដែលតម្រូវឲ្យដឹកជញ្ជូនគ្រឿងសមុទ្រដ៏មានតម្លៃមួយឈុតក្នុងរយៈពេល3ថ្ងៃប្រសិនបើហួសការកំណត់មិនត្រឹមតែត្រូវបង់ប្រាក់ពិន័យ5លានយន់ប៉ុណ្ណោះទេកិច្ចឈ្មោះអាជីវកម្មរបស់ក្រុមហ៊ុនស៊ូដែលបានកសាងអស់រយៈពេលជាច្រើនឆ្នាំក៏នឹងបាក់បែកទាំងស្រុងដែរដូច្នេះខ្ញុំចង់ជួយអ្នកឲ្យដឹកនាំក្រុមចេញទៅសមុទ្ររង្វាន់នឹងត្រូវបានឲ្យ3ដងនៃចំនួនខ្ពស់បំផុតអ្នកមិនមែនកំពុងរកខ្ញុំឲ្យចេញទៅសមុទ្រទេអ្នកកំពុងរកខ្ញុំឲ្យជួយជីវិតអ្នកបើអ្នកចង់យល់បែបនោះក៏បានដែរខ្ញុំនឹងទទួលការកំងនេះប៉ុន្តែមានលក្ខខណ្ឌអ្វីទៅខ្ញុំនឹងជ្រើសរើសនិវិតដោយខ្លួនឯងយល់ព្រមស៊ូវ៉ាន់ឈីវលោកតាបានប្រគល់ក្រុមហ៊ុនឲ្យអ្នកពិតជាជ្រើសរើសខុសមែនវ៉ាន់ឈីវយើងនិយាយតាមច្បាប់លោកតាបានកំណត់រយៈពេលសាកល្បង3ឆ្នាំដោយផ្ដោតលើចំណូលសន្តាគារស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់និងការគ្រប់គ្រងទំនិញលំដាប់ខ្ពស់3ឆ្នាំនេះចំណូលអាជីវកម្មសំខាន់របស់អ្នកបានធ្លាក់ចុះជាបន្តបន្ទាប់ហើយការគ្រប់គ្រងអាហារសមុទ្រលំដាប់ខ្ពស់ត្រូវបានកាត់ផ្តាច់ជានិច្ចដោយពឹងផ្អែកទាំងស្រុងលើការជួសជុលបណ្ដោះអាសន្នដើម្បីទប់ទល់ស្ថានភាពបើជានាយករដ្ឋបាលជាន់ខ្ពស់ផ្សេងទៀតពួកគេនឹងបានលាលែងពីតំណែងតាំងពីយូរមកហើយត្រូវហើយចុះហត្ថលេខាឲ្យលឿនប្រគល់ត្រាផ្លូវការគុំកាន់កាប់តំណែងហើយធ្វើឲ្យខ្លួនឯងអាម៉ាស់ពូបងប្អូននៅសល់តែ3ថ្ងៃទៀតទេទើបដល់ថ្ងៃកំណត់កិច្ចសន្យាតើអ្នកទាំងអស់គ្នាប្រញាប់យ៉ាងនេះទេអី3ថ្ងៃទៀតអ្នកអាចប្រឆាំងនឹងស្ថានសុខហើយផ្លាស់ប្ដូរជោគវាសនារបស់អ្នកបានទេមិនមែនគ្រាន់តែជាការកំងធំមួយពីអាស៊ីអាគ្នេយ៍ទេឬអ្នករំពឹងថានឹងផ្លាស់ប្ដូរស្ថានភាពដោយការកំងនេះមែនទេបាទមិនបានទេឬគុំខ្លាចប្រាប់អ្នករាល់គ្នាថាអ្នកនេសាទសមុទ្រជ្រៅនិងនាវិកដែលមានបទពិសោធន៍ទាំងអស់នៅកំពង់ផែត្រូវបានខ្ញុំបញ្ឆោតយកអស់ហើយដោយប្រាក់ខែទ្វេដងឥឡូវនេះអ្នកគ្មានអ្នកណាអាចបើកកប៉ាល់បានផងតើអ្នកមានអ្វីមកប្រកួតប្រជែងជាមួយខ្ញុំអ្នកទាំងអស់គ្នាស៊ូវ៉ាន់ឈីវបើអ្នកអាចដឹកជញ្ជូនការកំងនេះក្នុងរយៈពេល3ថ្ងៃយើងមិនត្រឹមតែមិនចង់បានសិទ្ធិគ្រប់គ្រងរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែភាគហ៊ុន10របស់ខ្ញុំក្នុងក្រុមហ៊ុនក៏នឹងត្រូវប្រគល់ជូនអ្នកដែរដោយដៃទាំងពីរយើងនឹងចេញពីក្រុមប្រឹក្សាពិបាលទាំងស្រុងហើយហាលោកម្ចាស់ស៊ូការភ្នាល់គឺតូចពេកហើយអ្នកថាអីខ្ញុំថាការភ្នាល់ដែលអ្នកកំពុងភ្នាល់គឺតូចពេកហើយបើ3ថ្ងៃក្រោយអ្នកមិនអាចដឹកជញ្ជូនទំនិញបានទេទ្រព្យសម្បត្តិទាំងស្រុងរបស់លោកស្រីស៊ូភាគហ៊ុនប្រាក់ចំណេញទ្រព្យសម្បត្តិក្នុងក្រុមហ៊ុនស៊ូគឺត្រូវភ្នាល់ទាំងអស់
ឆេនយ៉ាងអ្នកឈួតហើយមែនទេ លោកស្រីស៊ូជឿខ្ញុំចោះលោកទៅវាយជូកូនប្រុសរបស់អ្នកមិនត្រឹមតែបង្អាប់ខ្ញុំជាសាធារណៈប៉ុណ្ណោះទេប៉ុន្តែក៏បានបណ្ដោយឲ្យមនុស្សរបស់គាត់ពីបងប្រុសខ្ញុំដែរខ្ញុំគិតថាយើងនឹងមិនសហការគ្នាទៀតទេកូនប្រុសខូចខាតជូសឹងចេញទៅពីទីនេះភ្លាមមិនមែនអ្នកបានប្រាប់ខ្ញុំដោយទំនុកចិត្តថាឆេនយ៉ាងគ្រាន់តែជាអ្នកលក់ត្រីក្រីក្រដែលគ្មានប្រយោជន៍ទេឬវាសុទ្ធតែជាកំហុសរបស់ឯងអាចចង្រៃឯងបានធ្វើឲ្យអាជីវកម្មគ្រួសាររបស់យើងខាតបង់ហើយធ្វើឲ្យខ្ញុំត្រូវឪពុកខ្ញុំវាយបើឯងហ៊ានលេចមុខនៅចំពោះមុខខ្ញុំម្ដងទៀតជឿឬមិនជឿខ្ញុំនឹងសម្លាប់ឯង អ្នកគ្រប់គ្រងអ្នកណាកំពុងមើលថ្ងៃនេះខ្ញុំបានមកដល់ហាងទី4នេះដើម្បី check in មើលទេនេះគឺជា Russian Tokyo ដែលជារឿងព្រេងនិទានមានតែមួយគត់នៅទូទាំងប្រទេស វ៉ា បើចំនួន like លើ 100000 ខ្ញុំនឹងលេបញ៉ាំ Russian Tokyo នេះខ្លាំងខ្ញុំមិនអាចទិញបានទេវីដេអូដែលខ្ញុំផុសនៅលើកម្មវិធីនោះមាន 80000 comment មនុស្សគ្រប់គ្នាកំពុងសួរថានេះជាសន្តាគារណាចុះវាយវាផ្ទុះហើយចំណាត់ថ្នាក់ប្រជាប្រិយភាពនិងចំណាត់ថ្នាក់ទីក្រុងគឺសុទ្ធតែត្រូវបានយើងឈ្នះយើងបានលោតពីលេខ23ទៅលេខ1តតាំងពី Russian Tokyo នោះត្រូវបានដាក់តាំងបង្ហាញចំណូលសន្តាគាររបស់យើងសប្តាហ៍នេះបានកើនឡើង40ឥឡូវនេះសូម្បីតែកៅអីនៅសាលប្រជុំក៏ត្រូវបានកក់ទុករហូតដល់ខែក្រោយដែរយល់ហើយអ្នកអាចចេញទៅបានហើយ សូមអបអរស៊ូសុងអាជីវកម្មសន្តាគាររីកចម្រើនលោកស្រីស៊ូអ្នកអង្គុយក្បែរពេកខ្ញុំពិបាកនិយាយរឿងចំនួន អញ្ចឹងយើងមិនបាច់និយាយរឿងចំនួនទេនិយាយរឿងអ្នកវិញ និយាយរឿងខ្ញុំអីទៅ ពេលអ្នកកំពុងរក Russian Tokyo ស្ទើរអ្នកនៅក្រោមទឹករយៈពេលប៉ុន្មាន មិនបានរាប់ ជាមួយរលកធំនោះហេតុអីអ្នកហ៊ានលោត ព្រោះខ្ញុំដឹងថាមានអ្វីមួយនៅក្រោមនោះ អ្នកដឹងម៉េច អារម្មណ៍ ល្អហើយយើងនិយាយរឿងចំនួនបច្ចុប្បន្នខ្ញុំមានការកម៉ង់អាហារសមុទ្រលំដាប់ខ្ពស់ពីអាស៊ីអាគ្នេយ៍ដែលតម្រូវឲ្យដឹកជញ្ជូនគ្រឿងសមុទ្រដ៏មានតម្លៃមួយឈុតក្នុងរយៈពេល3ថ្ងៃប្រសិនបើហួសការកំណត់មិនត្រឹមតែត្រូវបង់ប្រាក់ពិន័យ5លានយួនប៉ុណ្ណោះទេកិច្ចឈ្មោះអាជីវកម្មរបស់ក្រុមហ៊ុនស៊ូដែលបានកសាងអស់រយៈពេលជាច្រើនឆ្នាំក៏នឹងបាក់បែកទាំងស្រុងដែរដូច្នេះខ្ញុំចង់ជួយអ្នកឲ្យដឹកនាំក្រុមចេញទៅសមុទ្ររង្វាន់នឹងត្រូវបានឲ្យ3ដងនៃចំនួនខ្ពស់បំផុត អ្នកមិនមែនកំពុងរកខ្ញុំឲ្យចេញទៅសមុទ្រទេអ្នកកំពុងរកខ្ញុំឲ្យជួយជីវិតអ្នក បើអ្នកចង់យល់បែបនោះក៏បានដែរ ខ្ញុំនឹងទទួលការកំងនេះប៉ុន្តែមានលក្ខខណ្ឌ អ្វីទៅ ខ្ញុំនឹងជ្រើសរើសនិវិតដោយខ្លួនឯង យល់ព្រម ស៊ូវ៉ាន់ឈីវលោកតាបានប្រគល់ក្រុមហ៊ុនឲ្យអ្នកពិតជាជ្រើសរើសខុសមែនវ៉ាន់ឈីវយើងនិយាយតាមច្បាប់លោកតាបានកំណត់រយៈពេលសាកល្បង3ឆ្នាំដោយផ្ដោតលើចំណូលសន្តាគារស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់និងការគ្រប់គ្រងទំនិញលំដាប់ខ្ពស់3ឆ្នាំនេះចំណូលអាជីវកម្មសំខាន់របស់អ្នកបានធ្លាក់ចុះជាបន្តបន្ទាប់ហើយការផ្គត់ផ្គង់អាហារសមុទ្រលំដាប់ខ្ពស់ត្រូវបានកាត់ផ្តាច់ជានិច្ចដោយពឹងផ្អែកទាំងស្រុងលើការជួសជុលបណ្ដោះអាសន្នដើម្បីទប់ទល់ស្ថានភាពបើជានាយករដ្ឋបាលជាន់ខ្ពស់ផ្សេងទៀតពួកគេនឹងបានលាលែងពីតំណែងតាំងពីយូរមកហើយត្រូវហើយចុះហត្ថលេខាឲ្យលឿនប្រគល់ត្រាផ្លូវការគុំកាន់កាប់តំណែងហើយធ្វើឲ្យខ្លួនឯងអាម៉ាស់ ពូបងប្អូននៅសល់តែ3ថ្ងៃទៀតទេទើបដល់ថ្ងៃកំណត់កិច្ចសន្យាតើអ្នកទាំងអស់គ្នាប្រញាប់យ៉ាងនេះទេ 3ថ្ងៃទៀតអ្នកអាចប្រឆាំងនឹងស្ថានសុខហើយផ្លាស់ប្ដូរជោគវាសនារបស់អ្នកបានទេមិនមែនគ្រាន់តែជាការកំងធំមួយពីអាស៊ីអាគ្នេយ៍ទេឬអ្នករំពឹងថានឹងផ្លាស់ប្ដូរស្ថានភាពដោយការកំងនេះមែនទេ បាទមិនបានទេឬ កុំខ្លាចប្រាប់អ្នករាល់គ្នាថាអ្នកនេសាទសមុទ្រជ្រៅនិងនាវិកដែលមានបទពិសោធន៍ទាំងអស់នៅកំពង់ផែត្រូវបានខ្ញុំបញ្ឆោតយកអស់ហើយដោយប្រាក់ខែទ្វេដងឥឡូវនេះអ្នកគ្មានអ្នកណាអាចបើកកប៉ាល់បានផងតើអ្នកមានអ្វីមកប្រកួតប្រជែងជាមួយខ្ញុំ អ្នកទាំងអស់គ្នា ស៊ូវ៉ាន់ឈីវបើអ្នកអាចដឹកជញ្ជូនការកំងនេះក្នុងរយៈពេល3ថ្ងៃយើងមិនត្រឹមតែមិនចង់បានសិទ្ធិគ្រប់គ្រងរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែភាគហ៊ុន10របស់ខ្ញុំក្នុងក្រុមហ៊ុនក៏នឹងត្រូវប្រគល់ជូនអ្នកដែរដោយដៃទាំងពីរយើងនឹងចេញពីក្រុមប្រឹក្សាពិបាលទាំងស្រុងហើយហាហាលោកម្ចាស់ស៊ូការភ្នាល់គឺតូចពេកហើយអ្នកថាអីខ្ញុំថាការភ្នាល់ដែលអ្នកកំពុងភ្នាល់គឺតូចពេកហើយបើ3ថ្ងៃក្រោយអ្នកមិនអាចដឹកជញ្ជូនទំនិញបានទេទ្រព្យសម្បត្តិទាំងស្រុងរបស់លោកស្រីស៊ូភាគហ៊ុនប្រាក់ចំណេញទ្រព្យសម្បត្តិក្នុងក្រុមហ៊ុនស៊ូគឺត្រូវភ្នាល់ទាំងអស់ ឆេនយ៉ាងអ្នកឈួតហើយមែនទេ លោកស្រីស៊ូជឿខ្ញុំចោះ បាន រកស្លាប់ដោយខ្លួនឯងអញ្ចឹងមិនបន្ទោសយើងទេយើងចូលរួមខ្ញុំក៏នឹងដាក់កងទ័ពនាវាក្រៅឆ្នេររបស់ខ្ញុំទាំងអស់និងភាគហ៊ុនអចលនរពីនីតិកម្ម3ឈុតទាំងអស់នៅលើការភ្នាល់បានចាំបន្តិចអីចង់ដកថយមែនទេដកថយខ្ញុំខ្លាចអ្នកគ្មានលុយបងពាក្យសម្ដីទេមិនគ្រប់គ្រាន់ទេដាក់ស្នាមមេដៃរបស់អ្នកលើនេះបើមិនអញ្ចឹងទេគុំគិតថានឹងរត់គេចនៅពេលក្រោយលោកម្ចាស់ស៊ូពិតជាប្រុងប្រយ័ត្នមែនហឹមខ្ញុំត្រូវការអ្នកប្រាប់ខ្ញុំទេប៉ានៅសល់3ថ្ងៃទៀតក្រុមហ៊ុនហៃយីនឹងក្លាយជារបស់យើងហើយកូនសម្អាតទីនេះឲ្យបានល្អគុំទុកចោលអ្វីទាំងអស់ ឆេនយ៉ាង លោកស្រីស៊ូខ្ញុំដឹងថាអ្នកចង់និយាយអ្វីដាក់ចិត្តរបស់អ្នកឲ្យស្ងប់3ថ្ងៃក្រោយខ្ញុំនឹងជួយអ្នកឈ្នះហៃយី អីយ៉ាអ្នកគឺឆេនយ៉ាងមែនទេពិតជាមនុស្សមានទេពកោសល្យពិសេសមែនបងស្រីអ្នកទាំងពីរគួរតែពិចារណារឿងនេះសិនខ្ញុំនឹងទៅហើយអូត្រូវហើយអរគុណដែលបានមកដល់ទីនេះសូមប្រយ័ត្នផងយ៉ាងសីអ្នកត្រឡប់មកវិញហើយ អម្ម៉ាក់អ្នកនេះជាអ្នកណា យ៉ាងសីប៉ុន្មានថ្ងៃនេះអ្នកគូបកងច្រើនណាស់បានមកផ្ទះយើងនេះជាកូនស្រីប្រធានភូមិនៅក្បែរផ្ទះនាងចង់ជួបអ្នក ម៉ាក់ចាប់ពីពេលនេះទៅរឿងបែបនេះម៉ាក់គ្រាន់តែបដិសេធផ្ទាល់ទៅ នេះមិនមែនសុទ្ធតែដើម្បីប្រយោជន៍របស់អ្នកទេឬចាំបន្តិចយ៉ាងសីអ្នកមានគូស្នេហ៍ហើយមែនទេ នៅព្រឹកណាស់កុំបារម្ភអី អីយ៉ាជាកូនស្រីអ្នកណាទៅនាងស្អាតទេនិស្ស័យល្អទេ ការកំងពីអាស៊ីអាគ្នេយ៍នេះជាឱកាសល្អបំផុតរបស់ខ្ញុំដើម្បីបញ្ជាក់ខ្លួនឯងដល់នាងបងយ៉ាងពិតជាចង់ជិះកប៉ាល់នេះមែនទេកម្លាំងកប៉ាល់របស់យើងធម្មតាមិនអាចទៅឆ្ងាយបានទេលេខស៊ីកប៉ាល់ធំគឺស្ថិរភាពប៉ុន្តែវាបត់យឺតនិងមានជម្រៅទឹកជ្រៅយើងមានពេលតែ3ថ្ងៃទេកប៉ាល់តូចឆ្លើយតបលឿនដរាបណាអ្នករកឃើញកន្លែងត្រូវប្រកាសថានឹងបានត្រីច្រើនមកទៅឆេនយ៉ាងជាមួយនឹងកប៉ាល់បែកបាក់នឹងដៃសំណររបស់អ្នកមិនអាចសំបីតែហិតផ្សែងរបស់ខ្ញុំបានផងហើយអ្នកនៅតែចង់នេសាទនៅសមុទ្រជ្រៅទៀត
បើភ្នែកមើលឲ្យច្បាស់នេះគឺជាព្រះសមុទ្រគ្រាន់តែសូណាជុំវិញ3ជំនាញដែលនាំចូលនេះក៏អាចប្រជែងជាមួយកប៉ាល់ខូចរបស់អ្នកដល់ព្រឹងបានដែរឃើញទេលោកគ្រូលីដែលគេស្គាល់ថាជាអ្នកប្រមាញ់សមុទ្រជ្រៅឆេនយ៉ាងតើអ្នកមានអ្វីមកប្រកួតប្រជែងជាមួយខ្ញុំគ្រាន់តែឲ្យស៊ូវ៉ាន់ឈីវចុះចាញ់ទៅហាបងយ៉ាងអាកញ្ចាស់នេះវាអំនួតពេកហើយឲ្យវារត់ទៅ50ម៉ៃលីទៅសិនការចេញទៅសមុទ្រមិនមែនតាក់ទងនឹងកប៉ាល់ធំនោះទេវាតាក់ទងនឹងភាពក្លាហានហ្វាងស៊ូបើកលបឿនពេញយើងកំពុងទៅតំបន់បាក់បែកចាំមើលតើអ្វីជាអ្នកមុជទឹកសមុទ្រជ្រៅពិតប្រាកដទៅតំបន់បាក់បែកហ្វាងស៊ូតើនោះជាឆ្នេរខ្លានៅខាងកន្លែងនោះត្រូវបានគេស្គាល់ថាជាទីបញ្ចុងការស្លាប់ដែលលេងមានចំការសម្រាប់ជីវិតទៅគឺប្រាកដជាស្លាប់អ្នកជំនាញឆេនយប់នេះជាថ្ងៃចុងក្រោយហើយអ្នកមិនទាន់ចាប់បានត្រីសំបីតែមួយស្រកាបើកសូណាហើយជួយអ្នករកត្រីខ្លះលោកម្ចាស់ស៊ូសូណាបង្ហាញថាតំបន់សមុទ្រនេះមិនមានត្រីបងឯងគិតថាវិធីល្ងងខ្លៅរបស់បងឯងអាចប្រៀបនឹងបច្ចេកវិទ្យាទំនើបរបស់ខ្ញុំបានអីឈិនយ៉ាងលើកនេះបងឯងច្បាស់ជាចាញ់ហើយចាញ់អីអត់ទេវាកំពុងក្រឡាប់ទូកកំពុងក្រឡាប់វាក្រឡាប់ហើយឈិនយ៉ាងបងឯងក៏មានថ្ងៃនេះដែលក្រឡាប់ក្នុងមួយជើងនេះសន្តាគារនិងភាគហ៊ុនទាំងអស់គឺជារបស់ខ្ញុំបងយ៉ាងពួកគេគ្រោះថ្នាក់ហើយខាងក្រោមមានត្រីហើយទាញឡើងឲ្យខ្លាំងទាញឡើងក៏ជាត្រីតូចដែរហាត្រីទូណាពណ៌ខៀវទាំងអស់មិនក៏កើតឡើងបានសូណាច្បាស់ជាអត់មានស្វន់ត្រីទូណាពណ៌ខៀវបំផ្លាញខ្លួន4ម៉ែត្រប្រសិនបើវាទៅដល់ការដេញថ្លៃយ៉ាងហោចណាស់ក៏5លានដែរអត់អាចទេសូណាអត់មានអីទាំងអស់លោកគ្រូស៊ូចាំធ្វើកិច្ចព្រមព្រៀងភាគហ៊ុនឲ្យបានត្រឹមត្រូវខ្ញុំនឹងមកយកដោយខ្លួនឯងនៅថ្ងៃស្អែកលោកគ្រូស៊ូមានសូណារកឃើញសញ្ញាហ្វូងត្រីហើយនៅណាតើទីតាំងនៅណានៅលើទូករបស់ឆិនយ៉ាងឆេអានឹងត្រូវឲ្យឯងនិយាយទៀតអត់មានភ្នែកមើលទេអីអញឃើញខ្លួនឯងហើយ Technology ខ្ញុំគិតថាវាគ្រាន់តែជាសម្រាមអេឡិចត្រូនិកតែប៉ុណ្ណោះហ្វាំងស៊ូត្រឡប់ទៅកំពង់ផែវិញអត់អាចឲ្យគេទៅបានទេខ្ញុំបានដាក់ទ្រព្យសម្បត្តិទាំងអស់ហើយទុកខ្ញុំទៅចូលវាក្រឡាប់វាអត់អាចចូលទេលោកគ្រូស៊ូសុទ្ធតែជាផ្លូវបិទហើយអត់ខ្វល់ទេថ្ងៃនេះវាត្រូវតែក្រឡាប់បងយ៉ាងពួកគេកំពុងតែដេញតាមណាចង់ស្លាប់ដែរពួកយើងក៏អត់អាចបត់ឆ្វេងភ្លាមហើយចូលជាមួយនឹងអាចុយម្រាយនោះទុកលិចចូលទឹកហើយធុងសាំងបែកហើយប្រេងកំពុងតែលិចហើយលឿនជួយខ្ញុំផងប្រេងនៅក្នុងទូករបស់អ្នកបានហូរចេញយ៉ាងច្រើនត្រូវតែរើសវាភ្លាមឲ្យឯងរើសក៏រើសទៅរើសវាទៅប្រតិបត្តិការរើសនេះគឺជា2លានមុនគេបង់ប្រាក់បន្ទាប់មកទើបប្រតិបត្តិការ2លានអ្នកឯងកំពុងលេងសាច់មែនទេខ្ញុំអត់រើសទេជួយរើសឲ្យខ្ញុំទៅការរើសប្រេងអាចធ្វើបានប្រេងកំពុងតែរីករាលដាលបំពុលដល់សត្វសមុទ្រតាមបទបញ្ជាការពីបរិស្ថានសមុទ្រអ្នកត្រូវតែទទួលខុសត្រូវទាំងអស់ការពិន័យដ៏ធ្ងន់ធ្ងរនិងត្រូវបានកាត់ក្តីដាក់ពន្ធនាគារខ្ញុំអត់ទេអត់បានទេអីគុំដកហូតផ្ទះខ្ញុំគុំដកហូតវីឡារបស់ខ្ញុំលោកស៊ូមិនបាច់រំខានដល់ការអនុវត្តច្បាប់ទេយោងតាមកិច្ចព្រមព្រៀងដែលអ្នកបានចុះហត្ថលេខាដោយខ្លួនឯងទ្រព្យសម្បត្តិទាំងអស់របស់អ្នកត្រូវបានទេដោយស្របច្បាប់ទៅឲ្យកញ្ញាស៊ូវ៉ាន់ឈូបូករួមទាំងការពិន័យដ៏ធំដែលអ្នកបានប្រឈមមុខក្នុងការហូរប្រេងនៅសមុទ្របាត់ចង់ឥឡូវនេះអ្នកកំពុងតែត្រូវបានចាប់ប្រកាន់សូមចេញភ្លាមគុំឲ្យខ្ញុំទៅប៉ាប្រាប់មេធាវីថាស្នាមរ៉ាំដៃគឺជាខ្ញុំស្រវឹងមិនរាប់ទេខ្ញុំមិនរាប់ទេអញនៅមានមុខមាត់ធ្វើស្នាមរ៉ាំដៃទៀតភាគហ៊ុន10លានត្រូវបានអ្នកចុចបាត់ក្នុងរយៈពេល2វិនាទីអញទៅលក់ផាវក៏ល្អជាងឲ្យអញស្លាប់ដែរវ៉ាន់ឈូអញស្ដាប់ខ្ញុំវីឡានោះអាចពិភាក្សាគ្នាទៀតបានទេខ្ញុំលុតជង្គង់សុំអញបានទេមិនបាច់ទេកិច្ចព្រមព្រៀងគឺជាអ្នកចុះហត្ថលេខាដោយខ្លួនឯងស្នាមរ៉ាំដៃក៏អ្នកចុចដែរពេលនោះបងខាងបាននិយាយអ្វីទៀតថាចុះហត្ថលេខាគុំព្យាយាមបដិសេធនៅពេលក្រោយដោយយឺតខ្ញុំមិនជូនដំណើរទេចប់ហើយចប់ទាំងអស់ហើយរួចរាល់ហើយអាក្រក់ណាស់មែនទេមិនអីទេមិនមែននិយាយពីពួកគេទេអ្នកបានយកភាគហ៊ុនគ្រួសារ10មកវិញសម្រាប់ខ្ញុំហើយបានបោះសម្អាតមេក្រុមស៊ូចេញទាំងស្រុងឥឡូវនេះខ្ញុំបានកាន់កាប់ឧស្សាហកម្មសមុទ្រទាំងស្រុងហើយការខាតបង់ទាំងអស់ត្រូវបានសងវិញខ្ញុំចង់ជួលអ្នកជាផ្លូវការជានាយកប្រតិបត្តិនៃនាយកដ្ឋានអាជីវកម្មនេសាទក្នុងនាមជាប្រធានក្រុមហ៊ុនស៊ូប្រាក់ខែប្រចាំឆ្នាំ5លានបូករួមទាំងប្រាក់រង្វាន់ពីការលក់របស់ពិភពលោកកញ្ញាស៊ូខ្ញុំទទួលបានចិត្តល្អរបស់អ្នកហើយប៉ុន្តែខ្ញុំបដិសេធអ្នកបដិសេធកញ្ញាស៊ូអ្នកបានគ្រប់គ្រងស៊ូស៊ីយីនេះយូរហើយតើអ្នកមិនទាន់ឃើញពីភាពទន់ខ្សោយរបស់ក្រុមហ៊ុនទៀតទេក្រុមនាវារបស់ស៊ូស៊ីយីមានទំហំធំ Channel ស្ថិរភាពចំណេញស្ថិរភាពប៉ុន្តែទីផ្សារកម្រិតខ្ពស់នាពេលអនាគតគឺជាប្រភពត្រីដ៏កម្រតែមួយគត់ដូច្នេះខ្ញុំនឹងបើកក្រុមហ៊ុនមួយដែលនេសាទផលិតផលត្រីលំដាប់ខ្ពស់ដោយខ្លួនឯងអ្នកបើកក្រុមហ៊ុនដោយខ្លួនឯងអ្នកអត់មាន Channel អត់មានសិទ្ធិនាំចេញទេដោយគ្រាន់តែពឹងលើប្រភពទំនិញមួយមុខអ្នកអត់អាចទៅមុខបានទេត្រូវហើយខ្ញុំមកថ្ងៃនេះគឺដើម្បីទាញអ្នកចូលរួមខ្ញុំចេញបច្ចេកវិទ្យាអ្នកចេញគុណវុឌ្ឍិនឹង Channel អ្នកចង់ប្រើទ្រព្យសម្បត្តិនិងគុណវុឌ្ឍិរបស់ខ្ញុំដើម្បីបើកក្រុមហ៊ុនរបស់អ្នកពិតជាចង់ប្រើលុយសូនដើម្បីរកលុយមែនទេមិនមែនក្រុមហ៊ុនរបស់ខ្ញុំទេគឺជាក្រុមហ៊ុនរបស់ពួកយើងអ្នកមានប្រភពទំនិញសំខាន់ដែលអ្នកផ្សេងមិនអាចយកបានទេដូច្នេះភាគហ៊ុនខ្ញុំយក3
អ្នកចេញលុយចេញ Channel យក 3%គ្រាន់តែចាត់ទុកថាអរគុណអ្នកដែលបានជួយខ្ញុំយកស៊ូស៊ីយីមកវិញ កញ្ញាស៊ូក្នុងនាមជាក្រុមហ៊ុនរបស់ពួកយើងនោះគឺម្នាក់1ភាគម្នាក់50 អ្នកមិនខ្លាចថាទេ ខ្លាចប៉ុន្តែខ្ញុំខ្លាចគេនិយាយថាខ្ញុំពឹងស្រីស៊ីព្រោះខ្ញុំខ្សោយជាង ឈិនយ៉ាង សហការដោយរីករាយលោកគ្រូស៊ូខ្ញុំចង់យក10លានហេតុអីបានជាអ្នកផ្សេងយកបានខ្ញុំអត់បានបងធំការវិតម្លៃអន្ទានរបស់អ្នកគឺត្រឹម12ខ្សែគិតជាលុយគឺ0អ្នកនៅតែចង់ប្រកួតទៀតមែនទេបងធំឲ្យគេបណ្ដេញវាចេញទៅឆេក្រុមឆ្កែមើងងាយគេបានមីស៊ូស៊ឺភូមិនិយាយថាចិនយ៉ាងខ្លាយជាមេធំហើយពិតជាត្រឹមត្រូវមែនពីមុនខ្ញុំក៏ដូចគ្នាក្មេងក្រីក៏ដែលរកត្រីឥឡូវនេះឡើងឋានៈខ្ពស់ហើយម៉ាក់ឆាប់ទៅផ្ទះពូទី2ជាមួយប៉ាទៅត្រូវហើយថ្ងៃនេះយើងទៅញ៉ាំបុណ្យធំ អីយ៉ាចៅប្រុសខ្ញុំមកដល់ហើយមើលទៅក្មេងនេះពិតជាខ្លាយជាមេធំមែនចាយលុយយ៉ាងគំហុក ពូធំពួកពូមកធ្វើអីអ្នកឯងនិយាយស្អីហ្នឹងភូមិទាំងមូលនិយាយពេញហើយថាក្រុមហ៊ុនរបស់អ្នកកំពុងតែបើកហើយពួកយើងជាមនុស្សចាស់ប្រកបជាមកអបអរសាទរហើយត្រូវហើយបងប្អូនពួកយើងគឺជាគ្រួសារតែមួយឥឡូវនេះអ្នកមានលុយច្រើនហើយអ្នកមិនអាចមើលងាយពួកយើងដែលជាមនុស្សក្របានទេ ប្អូនថ្លៃក្រុមហ៊ុនថ្មីនេះប្រកាសជាត្រូវការមនុស្សហើយកាងហ្វាងរបស់ពួកយើងទំនេរចិត្តកន្លះឆ្នាំហើយយ៉ាងស៊ឺគឺជាបងប្អូនជីដូនមួយរបស់គាត់រៀបចំការងារឲ្យគាត់គឺជារឿងងាយស្រួលទេ ត្រូវហើយវាជារឿងធម្មតាគ្រួសារតែមួយប្រកបជាជួយគ្រួសារតែមួយថ្ងៃនេះនៅចំពោះមុខអ្នកទាំងអស់គ្នាត្រូវតែឲ្យការងារកាងហ្វាងទៅឆេងយ៉ាង ស៊ឺពូរបស់អ្នកក៏រងចាំ2ម៉ោងជាងហើយដែរចុះបើអ្នកមើលទៅក្នុងក្រុមហ៊ុនតើមានមុខតំណែងណាដែលសមរម្យសម្រាប់ក្មួយប្រុសរបស់អ្នកទេ ក្មួយប្រុសចង់មកធ្វើការនៅក្រុមហ៊ុនខ្ញុំមែនទេក្រុមហ៊ុនខ្ញុំពិតជាមានតំណែងមួយមែនក្រុមហ៊ុនខ្វះសន្តិសុខមួយឲ្យឆាំងស៊ឺមកទៅមួយខែ3000ផ្ដល់អាហារនិងកន្លែងស្នាក់នៅស្អីគេសន្តិសុខឯងកំពុងតែមើលងាយខ្ញុំមែនទេ ឆិនយ៉ាងឯងមានបងដូចឯងមែនទេឆាំងស៊ឺគឺជាមនុស្សសម្បូរសាច់មិនអាចទៅធ្វើសន្តិសុខបានឯងកំពុងតែបន្ទាបបន្ថោកពួកយើង ពូធំខ្ញុំអត់មានទេឆាំងស៊ឺរាល់ថ្ងៃរវល់តែដើរលេងខាងក្រៅរាងកាយរបស់គាត់ក៏ល្អណាស់ដែលក្បាច់គុណរបស់គាត់គឺអស្ចារ្យជាងគេឲ្យគាត់មកការពារក្រុមហ៊ុនគឺសមរម្យជាងគេហើយ បាក់មើលវាផងលេងសាច់ស្អីហ្នឹងកូនរបស់យើងអត់អាចទៅធ្វើការងារធ្ងន់បានទេ ត្រូវហើយខ្ញុំអត់ខ្វល់ទេខ្ញុំចង់ធ្វើការនៅការិយាល័យបើតាមខ្ញុំគិតទំនាក់ទំនងរបស់គ្រួសារយើងរៀបភូហេតុទេ ត្រូវហើយកូនរបស់ឆាំងស៊ឺឆ្លាតតាំងពីក្មេងកើតមកគឺជាមេដឹកនាំហើយ អ្នកគ្រប់គ្រងគាត់ទិញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់គាត់តើគាត់អាចមើលតារាងគណនេយ្យរបស់ក្រុមហ៊ុនយកទេគាត់ស្គាល់អក្សរប៉ុន្មានពេលធ្វើការបងប្អូនបងប្អូនជីដូនមួយអញ្ចឹងបងឯងឲ្យលុយខ្ញុំ50,000ខ្ញុំបើកអាជីវកម្មខ្លួនឯងជាមេធំអ្នកបើកអាជីវកម្មស្អីហ្នឹងខ្ញុំចង់ធ្វើជំនួញនាំចេញអាហារសមុទ្រកម្រិតខ្ពស់ជាមួយមិត្តភក្តិច្បាស់ជាចំណេញមិនខាតទេត្រូវហើយនៅពេលក្មួយប្រុសរបស់អ្នកជោគជ័យគាត់នឹងមិនភ្លេចអ្នកទេមិនបាច់និយាយអីទៀតទេលុយខ្ញុំនឹងមិនឲ្យខ្ចីទេ ឆិនយ៉ាងឯងនិយាយស្អីហ្នឹងឆាំងស៊ឺចង់ជោគជ័យឯងមិនជួយក៏មិនអីដែរតែឯងនៅបន្ថែមទឹកត្រជាក់ទៀត ខ្ញុំគិតថាការចាប់ផ្ដើមអាជីវកម្មគឺមិនមែនជារឿងពិតទេត្រូវតែសងបំណុលវិញឆិនយ៉ាងឯងកុំនិយាយអីដែលគ្មានមូលដ្ឋានខ្ញុំទៅខ្ចីលុយគេពេលណា ឯងមិនឲ្យលុយខ្ចីក៏មិនអាចចោទប្រកាន់គេខុសដែរ ត្រូវហើយឆាំងកៅហ្វុងកាជួយខ្ញុំផងកុំកាត់ដៃខ្ញុំអីខ្ញុំសងខ្ញុំនឹងទឹកស្នាមអារម្មណ៍ដៃឥឡូវនេះថ្ងៃស្អែកខ្ញុំនឹងសងលុយឲ្យអ្នកទាំងអស់គ្នានៅមានអ្វីផ្សេងទៀតដែលត្រូវនិយាយទេឆេ ឯងអាសត្វតិរិច្ឆានលួចទៅខ្ចីលុយគេ50,000ឯងចង់បំផ្លាញគ្រួសារយើងទាំងអស់មែនទេអាកូនថោកទាបខ្ញុំមិនដែលគិតថាខ្ញុំកើតបានកូនអាក្រក់ដូចឯងទេ ស្អីគេគឺជាអ្នកទាំងអស់គ្នាដែលខុសតាំងពីក្មេងរហូតដល់ធំខ្ញុំចង់បានអីអ្នកទាំងអស់គ្នាឲ្យអីខ្ញុំវាគេអ្នកទាំងអស់គ្នាទៅសាលារៀនសុំទោសគ្រូជំនួសខ្ញុំនិយាយថាខ្ញុំមិនចង់រៀនអ្នកទាំងអស់គ្នាឲ្យខ្ញុំបោះបង់ការសិក្សាខ្ញុំមានចំណូលចិត្តរបស់ខ្ញុំអ្នកទាំងអស់គ្នានិយាយថាឲ្យកូនមានសុខភាពទៅបានឥឡូវនេះអ្នកទាំងអស់គ្នាមកវាខ្ញុំគឺដោយសារតែអ្នកទាំងអស់គ្នាធ្វើឲ្យខ្ញុំខ្លាចជាបែបនេះកូនឯងអាកូនឯង អត់យុត្តិធម៌ទេខ្ញុំពិតជាបានចិញ្ចឹមកូនអារក្សហើយ បងប្អូនជីដូនមួយខ្ញុំខុសហើយជួយខ្ញុំផងហ្វុងកានិយាយថាបើថ្ងៃនេះមិនសងលុយគេទេគេនឹងកាត់ដៃខ្ញុំយកទៅបោះចោលក្នុងសមុទ្រឲ្យត្រីស៊ីយ៉ាងស៊ឺឲ្យ50,000សម្រាប់អ្នកគឺគ្រាន់តែជារឿងតូចតាចទេពួកយើងជាគ្រួសារតែមួយអ្នកមិនអាចឃើញគេស្លាប់ហើយមិនជួយទេ ឆិនយ៉ាងកាលពីក្មេងអ្នកស្នាក់នៅផ្ទះពួកយើងចាត់ទុកអ្នកដូចជាកូនប្រុសរបស់ពួកយើងដែរអ្នកមិនអាចក្បត់ពួកយើងទេ ចាត់ទុកជាកូនប្រុសមែនទេពូធំតើពូធំពិតជាគិតថាខ្ញុំបាត់បង់ការចងចាំមែនទេពេលនោះប៉ាម៉ាក់របស់ខ្ញុំចាប់ផ្ដើមអាជីវកម្មនៅកសិដ្ឋានចិញ្ចឹមត្រីរាល់ខែពួកគាត់ឲ្យលុយពូ3000ធ្វើជាលុយចាយចុះលទ្ធផលយ៉ាងម៉េចដែរពួកពូប្រព្រឹត្តមកលើខ្ញុំយ៉ាងម៉េចចាំងឆាំងញ៉ាំសាច់ត្រីធំខ្ញុំគ្រាន់តែញ៉ាំបាយសំណដែលពួកពូស៊ីនៅលើកៅអីតូចក្នុងផ្ទះបាយ ពួកពូនិយាយប្រាប់ខ្ញុំថាយ៉ាងស៊ឺញ៉ាំឡើងស្លាងធាត់នៅផ្ទះពួកពូនេះយកលុយរបស់ពួកយើងទៅឲ្យកូនរបស់ពួកពូឯងនៅមានមុខមកខ្ចីលុយទៀតវិញឯងចេញទៅឥឡូវនេះមិនអញ្ចឹងខ្ញុំវាឯងមកហើយខ្ញុំអត់ទៅទេយ៉ាងស៊ឺគឺប៉ាម៉ាក់ខុសហើយប៉ាម៉ាក់ខ្វាក់ភ្នែកឲ្យកូនរងទុក្ខរាប់ឆ្នាំ កូនប៉ាមិនឲ្យអ្នកណាធ្វើបាបកូនទៀតទេប៉ាម៉ាក់គ្រប់យ៉ាងកន្លងផុតទៅហើយថ្ងៃស្អែកគឺជាថ្ងៃបើកក្រុមហ៊ុនរបស់ខ្ញុំត្រូវទៅកាត់ខ្សែបូដោយរីករាយឲ្យអ្នកនៅភូមិឡុងស៊ីងទាំងអស់គ្នាមើលថាគ្រួសារឈិនយើងបានងើបឈរឡើងវិញហើយ អ្នកទាំងអស់គ្នាឆាប់មកមើលមកឈិនយ៉ាងអាឈិនស៊ីមីនេះរកលុយបានហើយមិនចង់បានរបស់ខ្ញុំនៅមានកូនរបស់វាក្នុងពោះដែរអ្នកកំពុងនិយាយស្អីនឹងលីងវីយីបែកគ្នាយូរហើយ ខ្ញុំដឹងថាឥឡូវនេះអ្នកមានឋានៈខ្ពស់អហោះ
លីវ៉ៃកូនក្នុងពូជារបស់អ្នកណាតើអ្នកមិនដឹងទេឬ ខ្ញុំដឹងថាពេលនោះខ្ញុំបែកគ្នាជាមួយអ្នកពិបាកចិត្តខ្លាំងណាស់តែមិនមែនមានន័យថាអ្នកអាចនិយាយពាសវាលពាសកាអំពីកូននោះទេពិតឬคล้ายនេះអាក្រក់ពេកហើយតើអ្នកគិតថាគ្រាន់តែពាក្យកុហកថោកទាបប៉ុន្មានម៉ាត់អាចធ្វើឲ្យគ្រប់គ្នាជឿអ្នកបានទេមិនថាមានរឿងអ្វីកើតឡើងខ្ញុំស៊ូវ៉ាន់ឈីវនឹងជឿលើឈិនយ៉ាងដោយគ្មានលក្ខខណ្ឌ លីវ៉ៃអ្នកបាននិយាយថាអ្នកមានផ្ទៃពោះកូនរបស់ខ្ញុំចុះនេះជាអ្វី លោកលីនអិនជាទីគោរពទទួលភ្ញៀវនៅក្នុងបន្ទប់ធំលេខ204ដែលអ្នកបានស្នាក់នៅកាលពីកន្លះខែមុនតើវាល្អទេដោយសារលោកចៅបានផ្ដល់មតិអវិជ្ជមានឥឡូវនេះយើងសូមអញ្ជើញលោកតាក់ទងមកយើងដរាបណាអ្នកផ្លាស់ប្ដូរវាទៅជាមតិវិជ្ជមានប្រព័ន្ធនឹងសងប្រាក់200យន្តជូនអ្នកវិញបើបន្ទប់ដោយមិនបដូរកនីសូម្បីតែការសរសើរក៏មកដល់អតីតមិត្តប្រុសដែរនេះជាសាច់រឿងឈួតអីទេនិយាយអញ្ចឹងខ្ញុំហាក់ដូចជាបានឃើញនារីនេះញ៉ាំបាយជាមួយលោកចៅគុំស្ដាប់គាត់បដូរប្រធានបទការថតសម្លេងនេះជាคล้ายគឺឈិនយ៉ាងចិត្តអ្នកខ្លាញ់បន្លំកូនមានអាយុ3ខែហើយ ឈិនយ៉ាងអ្នកពិតជាអមនុស្សធម៌កូនស្រីខ្ញុំតាមអ្នកដោយបរិសុទ្ធឥឡូវអ្នកបានរៀបការជាមួយស្ត្រីអ្នកមានក៏បដិសេធហើយមែនទេអោព្រះជាម្ចាស់ឲ្យគ្មានយុទ្ធធរទេ ចឹងយ៉ាងបើថ្ងៃនេះខ្ញុំមិនទទួលខុសត្រូវខ្ញុំមិនសុខចិត្តទេបើអ្នកនៅតែបដិសេធមិនទទួលខុសត្រូវថ្ងៃនេះខ្ញុំនឹងលុបចុះពីកំហែជីវិតរបស់អ្នកខ្លាចជាស្នាមប្រឡាក់អស់មួយជីវិតបើអ្នកមិនចង់ទទួលខុសត្រូវខ្ញុំនឹងលុបពីលើផែននេះទៅសម្រាប់ពីជីវិតខ្ញុំនឹងធ្វើឲ្យពិធីសម្ពោធរបស់អ្នកខ្លាចជាពិធីបុណ្យសព លោកឈុយឥឡូវនេះភីគីមខាងទៀតគម្រាមតើអ្នកមិនហ៊ានទទួលស្គាល់ឬពិតជាមានមុនសកាអាយុ3ខែហើយលីវ៉ៃឥឡូវនេះអ្នកនៅតែទូចថាកូនជារបស់ខ្ញុំមែនទេ បាទគឺជារបស់អ្នកតើនេះអាចคล้ายបានទេ ឥឡូវនេះយើងនឹងទៅធ្វើតេស្ត DNA ឪពុក ខ្ញុំ កូ មិន នទៅទេអ្នកត្រូវរំលូតកូនខ្ញុំសិន ខ្ញុំនឹងទូរស័ព្ទទៅនាយកមន្ទីរពេទ្យវាងនៃមន្ទីរពេទ្យកណ្ដាលក្រុងក៏វិនិច្ឆ័យមកដល់កំពង់ផែផ្ទាល់ ខ្ញុំមិនជឿទេតើធ្វើតេស្តណាឪពុក ជា កូ មួយ ន នឹង ដោយ ប រ ច្ចេ បៀ ក ប វិ ណា ទ្យាវិទ្យាសាស្ត្របច្ចុប្បន្នការធ្វើតេស្ត DNA ឪពុកកូនអាចធ្វើបានតាមរយៈក្នុងរយៈពេល3ថ្ងៃបន្ទាប់ពីមានកូនទេបាន6សប្តាហ៍ដើម្បីធ្វើជាសាក្សីគ្មានឱកាសបន្លំទេប្រសិនបើលទ្ធផលតេស្តបញ្ជាក់ថាកូននេះពិតជាកូនរបស់ខ្ញុំប៉ុន្តែបើសិនជាកូននេះមិនមែនជារបស់ខ្ញុំទេរបស់អ្នកនៅថ្ងៃនេះបានប្រព្រឹត្តបាតុក្រិតគំរាមកំហែងយកប្រាក់ខូចដោយចេតនានិងបំផ្លាញកេរ្តិ៍ឈ្មោះប្រើក្រុមមេធាវីកម្ពុជាបំផុតនៅក្នុងទីក្រុងដើម្បីឲ្យគ្រួសារអ្នកទាំងអស់គ្នាជាប់គុក ខ្ញុំមិនធ្វើ គាត់មិន ទេ ហ៊ានធ្វើទៀតហើយខ្ញុំបាននិយាយថាកូននេះច្បាស់ជាមិនមែនរបស់លោកឈិន នឹង ទេ តើត្រូវធ្វើដូចម្ដេចទៅ ឈិនខ្ញុំនឹងលីអិនចាស់ហើយសុខភាពមិនល្អមិនអាចទ្រាំនឹងការរំខានបានទេអ្នកចិត្តទូលីណាស់ដោយសារតែចំណងមិត្តភាពពីមុនសូមកុំប្តឹងប៉ូលីសបើសុំទោសមានប្រយោជន៍តើត្រូវការប៉ូលីសខ្ញុំត្រូវបានលបួងដោយលុយខ្ញុំត្រូវបានលុយបិទបាំងយើងសន្យាថានឹងមិនបង្ហាញខ្លួននៅចំពោះមុខអ្នកទៀតទេសូមកុំឲ្យយើងជាប់គុកអីថ្ងៃនេះលោកឈិនយ៉ាងដែលជាយុវជនឆ្នាំទាំង10ដែលក្មេងជាងគេបំផុតបានបើកសម្ពោធក្រុមហ៊ុនជាផ្លូវការខ្ញុំនឹងធ្វើឲ្យអ្នកសង្វិញជាដាច់ខាតឈិនយ៉ាងអ្នកបានកាត់ផ្ដាច់ប្រភពគុតគង់របស់ខ្ញុំមើលទៅ បាន ធ្វើឲ្យ ហើយ ពុក ពន្ ខ្ញុំ លឺនៅ ខឹងរ មាន ហូ ប្រ ត កាស ដល់ បើក ចូល សម្ ទី ពោធ ពេ ដំបូងរបស់គាត់ច្បាស់ជាចង់បានការចាប់ផ្ដើមដ៏ល្អយើងនឹងធ្វើឲ្យគាត់បរាជ័យនៅលើសមុទ្រអ្នកនាំមនុស្សតាមគាត់ពេលគាត់ទម្លាក់សំណាញ់ចាប់យកត្រីរបស់គាត់ភ្លាមដិតភោជនីយដ្ឋានវាង ខ្ញុំ យី នឹង ឡាវ ធ្វើ បំ ឲ្យ ផ្លាញ គាត់ ស្លា ត្រ ក ឡ យី ប់ ហោ មក រ វិញ របស់ ដោយ គា ខ្មា ត់ ស់អៀនបងយ៉ាងជើជែនឹងបាក់ពួកតាមយើងពេញផ្លូវដោយខ្មោចលងដេញមិនជ្រុះយល់ហើយត្រូវទៅប្លន់ត្រីរបស់គាត់ហ្វូងត្រីហែលលឿនណាស់ច្បាស់ជាតំបន់ទឹកហូរខ្លាំងហើយបើគាត់ចង់ប្លន់យើងនឹងជូនអំណោយដ៏ធំមួយដល់គាត់ខ្ញុំចាំថាខាងមុខជាតំបន់ទឹកហូរខ្លាំងបើគាត់ចង់ប្លន់ទំនិញរបស់យើងខ្ញុំនឹងធ្វើឲ្យគាត់ទទួលប្រយ័ត្នហ្វូងត្រីត្រូវបានរកឃើញនៅចំពីមុខ100ម៉ែត្ររៀបចំទម្លាក់យុទ្ធការបើកលបឿនពេញទៅមុខត្រូវទម្លាក់សំណាញ់ពីមុខតែលំហូរទឹកនៅខាងមុខហាក់ដូចជាមានអ្វីរកលុយនៅចំពីមុខហើយបើកលបឿនទៅបងយ៉ាងនេះជារបស់បងមានរឿងអីលោកជើទូទឹកហូរខ្លាំងណាស់សំណាញ់របស់យើងទាំងអស់បានជាប់នៅក្នុងម៉ាស៊ីនទូកម៉ាស៊ីនចូលរសជាតិមិនអាចបញ្ជាបានទេទំនិញខ្ញុំល្អជាងទៅហិតផ្សែងទូករបស់ខ្ញុំត្រឡប់ទៅកំពង់ផែវិញឈិនយ៉ាងហេតុអ្វីអ្នកមិនលើកទូរស័ព្ទតើអ្នកដឹងទេស ថា ញ្ញានៅ ខ្ញុំ លើ ចិត្ត មុត ឈួ មិន ត ល្អ ហើយ ទេធ្វើឲ្យអ្នកមើលទៅត្រីពេញទូកពណ៌ក្រហមខ្ញុំយកមកជូនអ្នកទាំងអស់ហើយ ស្អែកថ្ងៃត្រង់ថៅកែភោជនីយដ្ឋានបរទេសទាំងនោះនឹងមកដល់សន្តាគារហៃយូជំហានដ៏សំខាន់បំផុតរបស់ក្រុមហ៊ុនយើងក្នុង គុំ ការ បារ ឈាន ម្ភ ទៅ ខ្ញុំ រក ធា អ នា ន្តរ ថា ជាតិ នឹងធ្វើឲ្យតែថ្ងៃនេះនៅលើសមុទ្រជើជេបាននាំមនុស្សតាមពីក្រោយដើម្បីប្លន់ហើយត្រូវបានខ្ញុំប្រហែលជាអស់សង្ឃឹមស្អែកអ្នកគួរប្រយ័ត្ន នៅទីក្រុងនាងចៅជេហ៊ានយ៉ាងម៉េចបើទោះជាគាត់ក្លាហានប៉ុណ្ណា គ្ ក៏ រប ដោយ កំភ្លើង ក៏ បាញ់ គាត់ ផ្ទា មិន ល់ ហ៊ា ងា ន យ រំ កិច្ច ខាន រួច មុន អ្នក សា ច ស៊ូ ង់ពី រ ទូ ប ក ស់ ខ្ញុំ បា បាន នឲ្យតាលីយកសំណាក់ទៅមជ្ឈមណ្ឌលត្រួតពិនិត្យគុណភាព បាន ដើម្បី ហើយឈិ ធ្វើ ន តេ យ៉ា ស្ ង ត មើ បន្ត លទៅ ហើ អ្នក យ ដូចជាបុរសអាក្រក់ម្នាក់ប៉ុន្តែគុ លោក ណិត ស្រី របស់ ស៊ូ អ្នក នេះ ល្អ ហើយ ល្អ ហៅ ជាង ថា ខ្ញុំ បើ ទៅ ទោះ ទៀត ជាមើលទៅរឹងមាំតែមានភាពល្អិតល្អន់
បងស្រីថ្ងៃនេះខ្ញុំស្ទើរតែស្លាប់នៅសមុទ្រហើយបើមិនសងសឹកនេះទេខ្ញុំស្លាប់ក៏មិន កុំ សុខ បារ ចិត្ត ម្ភ ដែរ គាត់មិនអាចរីករាយបានយូរទេស្អែកគាត់នឹងចុះកិច្ចសន្យាធំមួយនៅហើយយើងនឹងធ្វើឲ្យគាត់បាត់បង់កិត្តិយសនៅពេលដែលគាត់ ចុះ ជោគ យើង ជ័យ គួរ បំ ធ្វើ ផុត ដូចម្ដេចដើម្បីកុំឲ្យគាត់មានឱកាសងើបមុខ ឥឡូ ទៀ វ ត នេះអ្នកទៅរកមនុស្សប្លែកមុខពីរបីនាក់យកទំនិញកកដែលខូចហើយស្អុយនៅក្នុងហាងរបស់យើងដល់ភ្លាមចាប់ផ្ដើមធ្វើឲ្យមានបញ្ហាដោយនិយាយថាពួកគេគ្រាន់តែត្រូវជំហានដំបូងបងថ្លៃរបស់អ្នកគឺជាប្រធានផ្នែកត្រួតពិនិត្យពេលមានរឿងកើតឡើងយើងនឹងបញ្ជាក់ថាអាហារសមុទ្ររបស់ បាញ់ ឆិន ព្រួយ យ៉ាង មួយ មាន បាន បញ្ សារ៉ែ ហា នេះមិនត្រឹមតែបំផ្លាញកេរ្តិ៍ឈ្មោះហើយយូទេថែមទាំងក្រុមហ៊ុនរបស់គាត់ក៏ត្រូវខ្សែយ៉ាងអ្នកគិតថាបើក្រុមហ៊ុនហើយអាចប្រកួតប្រជែងជាមួយខ្ញុំ បា បាន ន គិ អ្នក ត នៅ យូ គ្មា ទាំង ន អស់ ពេក គ្នាសូមទស្សនានេះគឺជាវត្ថុមានតម្លៃប្រចាំហាងរបស់សន្តាគារហៃយូរបស់យើងគឺបៃយីសិន អព្រះជាម្ចាស់ឲ្យនេះគឺជាបៃយីសិនដែលមានជីវិតខ្ញុំធ្លាប់ឃើញតែនៅក្នុងកាតាឡុកនៃការដេញថ្លៃប៉ុណ្ណោះជាអន្ទះសារចង់ភ្លក់អាហារសមុទ្រដ៏ឆ្ងាញ់ដែលអ្នកបាននិយាយ លោ ហើ ក យ ថៅកែទាំងអស់គ្នាសូមកុំព្រួយចិត្តពេកត្រូវបានរៀបចំរួចរាល់ហើយ លោក សូម ស៊ូ អញ្ កុំ ជើញ និ មក យាយ ខា ពា ង ក្យ នេះ ធំពេកបើរបស់មិនល្អលោកស៊ូនឹងបាត់បង់មុខមាត់ធំហើយសម្រាប់មនុស្សហើយសន្តាគារហៃយូសម្រាប់មនុស្សដើម្បីទ្រព្យសម្បត្តិយើងទើបតែញ៉ាំអាហារសមុទ្រពុះឈឺស្ទើរតែស្លាប់ហើយគាត់ទេ លោកស្រីទាំងអស់គ្នាសូមកុំបារម្ភខ្ញុំនឹងពន្យល់រឿងនេះដល់អ្នកទាំងអស់គ្នា ពន្យល់តើអ្នកយកអ្វីមកពន្យល់លោកថៅកែទាំងអស់គ្នាអ្នកទាំងអស់គ្នាត្រូវបានគេបោកប្រាស់អាហារសមុទ្រយៈទាំងនេះសុទ្ធតែជាត្រីពលដែលមានកាំរស្មីវិទ្យុសកម្មបង្កប់មហារីក ចៅជ័យអ្នកអាចញ៉ាំអាហារពីវាពីស្ការបានតែមិនអាចនិយាយពីវាពីស្ការបានទេតើអ្នកមានគូស្តាំងទេ មនុស្សដេកនៅទីនេះហើយតើអ្នកនៅមានអ្វីទៀតដើម្បីប្រកែកជាល្បិចចោលលួចហើយស្រែកចាប់ចោលជើជែកការបង្កាច់បង្ខូចជាសាធារណៈបែបនេះទាមទារឲ្យទទួលខុសត្រូវព្រមទន្ដអ្នកណាថាជាការបង្កាច់បង្ខូចនេះជាភស្តុតាងខ្ញុំគឺវ៉ាន់ហៃប្រធានការិយាល័យត្រួតពិនិត្យគុណភាពអាហារសមុទ្រទីក្រុងនេះតាមការត្រួតពិនិត្យទំនិញទាំងអស់របស់ក្រុមហ៊ុនមានសារធាតុវិទ្យុសកម្មលើសកម្រិតយ៉ាងធ្ងន់ធ្ងរសង្ស័យគំរាមកំហែងដល់សុវត្ថិភាពសាធារណៈដូច្នេះត្រូវបិទសន្តាគារហៃយូនិងក្រុមហ៊ុនភ្លាមសមិទ្ធពីការិយាល័យត្រួតពិនិត្យគុណភាពបានបញ្ជាក់ហើយតើអ្នកនៅមានអ្វីទៀតដើម្បីប្រកែកថ្ងៃនេះមិនត្រឹមតែសន្តាគារហៃយូត្រូវបិទទេវ៉ាន់ជីវរបស់ខ្ញុំក៏ត្រូវជាប់គុកដែរតើអ្នកប្រកាសថាបានញ៉ាំត្រីរបស់ខ្ញុំមែនទេគឺត្រីរបស់ហៃយូរបស់អ្នកថ្ងៃនេះត្រូវតែសង្លុយល្អហាក់ដូចជាថ្ងៃនេះអ្នកចង់ចាក់ទឹកកខ្វក់នេះមកលើខ្ញុំហើយវ៉ាន់ជីវអ្នកទៅយកត្រីហុងបានដែលទៅមកដល់ថ្ងៃនេះមក បាន នេះមិនមែនជាត្រីរបស់ខ្ញុំទេឈិនយ៉ាងអាហារសមុទ្រគ្រប់មុខដែលផលិតដោយក្រុមហ៊ុនត្រូវបានខ្ញុំបោះពុម្ពលេខកូដសម្គាល់ឡាសេណាណូទាំងអស់ហើយត្រូវបានបង្ហោះទៅកាន់មជ្ឈមណ្ឌលសរសេរកូដកែរណបជាបន្តបន្ទាប់ត្រីនីមួយមានលេខកូដមួយដែលអាចត្រួតពិនិត្យបានទូទាំងបណ្ដាញ ពិតមែនមានលេខកូដប្រភេទនិងពេលវេលាចាប់ត្រីទាំងអស់ មនុស្សត្រង់មិនខ្លាចស្រមោលកោងអ្នកកាន់តែចង់បង្កាច់បង្ខូចខ្ញុំកេរ្តិ៍ឈ្មោះរបស់នឹងកាន់តែល្អវាគឺជាការបង្កាច់បង្ខូចដោយចិត្តណាសុទ្ធតែពាក្យសម្ដីមិនពិតរបាយការណ៍តេស្តសរសេរយ៉ាងច្បាស់លាស់នៅលើក្រដាសទំនិញរបស់អ្នកគឺត្រីវិទ្យុសកម្មមកនាំគាត់ទៅវ៉ាងហៃអ្នកពិតជាមានអំណាចធំមែនលោកបណ្ឌិតលីវហេតុអ្វីបានជាលោកមកទីនេះដោយផ្ទាល់លោកឈិនយ៉ាងនេះជារបាយការណ៍អាហារសមុទ្រដែលអ្នកបានបញ្ជូនទៅពិនិត្យជាបន្ទាន់តាមរយៈការត្រួតពិនិត្យឧបករណ៍គ្មានវិទ្យុសកម្មគ្មានការបំពុលជាប្រភេទទឹកសមុទ្របៃតងដែលមានសុខភាពល្អគ្រប់កម្រិតរបស់រដ្ឋវ៉ាងហៃតើអ្នកគួរទទួលទោសអ្វីចប់ទាំងអស់ហើយជួយផងគឺជើជេបានឲ្យយើង50ម៉ឺនឲ្យយើងយកត្រីងាប់មកសម្ដែងដើម្បីចោទប្រកាន់ឈិនយ៉ាងសង្ស័យគំរាមកំហែងយកប្រាក់ដោយចិត្តណាប៉ះពាល់ដល់សុវត្ថិភាពសាធារណៈចាប់ពួកគេទាំងអស់គ្នារួមទាំងជើជេផងដែរហើយចាប់ដាក់គុកទាំងអស់ទេមិនមែនខ្ញុំទេជួយខ្ញុំផងលោកឈិនយ៉ាងពិតជាសំទោសការិយាល័យខេត្តបានកើតមានមនុស្សអាក្រក់ដូចវ៉ាងហៃដែលធ្វើឲ្យអ្នករងទុក្ខលើកនេះខ្ញុំមកដល់តាមពិតគឺដើម្បីត្រីដែលអ្នកចាប់បាននេះហើយលោកបណ្ឌិតលីវខ្ញុំជាបរិសុទ្ធចំណាស់ម្នាក់ដែលបានស្រាវជ្រាវជីវសាស្ត្រសមុទ្រអស់ជាច្រើនឆ្នាំនេះជាលើកទី1ហើយដែលខ្ញុំបានឃើញត្រីហុងបានដែលមានសាច់ទុកសារធាតុរ៉ែច្រើនបែបនេះតើអ្នកអាចលក់ត្រីរូបប៉ុន្មានក្បាលអំពីពិសោធន៍របស់យើងសម្រាប់ការស្រាវជ្រាវបែបវិទ្យាសាស្ត្របានទេកុំបារម្ភអ្នកអាចដាក់តម្លៃតាមចិត្តបានលោកបណ្ឌិតលីវនិយាយធ្ងន់ពេកហើយដោយសារតែជាការរួមចំណែកដល់ការស្រាវជ្រាវវិទ្យាសាស្ត្ររបស់រដ្ឋខ្ញុំនឹងជូនត្រីនេះដល់អ្នកអូឈិនយ៉ាងមិត្តតូចអ្នកពិតជាតារានាំសំណាងរបស់វិស័យមហាសមុទ្រជាតិមែនលោកស៊ូទោះបីជារបាយការណ៍បានបញ្ជាក់ថាគុណភាពអាហារសមុទ្ររបស់អ្នកពិតជាល្អបំផុតក៏ដោយប៉ុន្តែថាតើយើងអាចសហការគ្នាបានឬអត់គឺអាស្រ័យលើរសជាតិ លោកថៅកែទាំងអស់គ្នាបានមកពីចម្ងាយខ្ញុំប្រកាសជាមិនធ្វើឲ្យអ្នកខកចិត្តទេថ្ងៃនេះខ្ញុំបានរៀបចំមុខម្ហូបពិសេសមួយបន្ទាប់ពីអ្នកទាំងអស់គ្នាបានភ្លក់ហើយអ្នកនឹងមានចម្លើយដោយខ្លួនឯង វ៉ារូបរាងនិងទំហំពិតជាកម្រណាស់តើរសជាតិរបស់យើងអាចត្រូវគ្នាពិតប្រាកដមែនទេអ្នកភ្លក់មួយម៉ាត់សិនទៅសាច់ទន់រលោងដូចសូត្រពេលញ៉ាំចូលទៅភ្លាមខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាមានសមុទ្រទាំងមូលអីចឹង នេះជាត្រីដែលឆ្ងាញ់បំផុតដែលខ្ញុំធ្លាប់ញ៉ាំបច្ចេកទេសរសរបស់លោកឆេនអាចរក្សាអាហារសមុទ្រឲ្យស្រស់ដូចទើបចាប់បានពីសមុទ្ររហូតដល់ញ៉ាំលោកឆេនមុននេះខ្ញុំពិតជាសង្ស័យលើសមត្ថភាពរបស់លោកខ្ញុំសុំទោសចំពោះភាពល្ងង់ខ្លៃរបស់ខ្ញុំលោកឆេនខ្ញុំចង់បានសិទ្ធិផ្គត់ផ្គង់អាហារសមុទ្ររបស់លោកយ៉ាងហ្វានផ្ដាច់មុខសម្រាប់5ឆ្នាំខាងមុខលោកលោភលន់ពេកហើយពួកយើងទាំងអស់គ្នាមានសិទ្ធិសហការគុំគិតចង់ស៊ីតែឯងលោកម្ចាស់ទាំងអស់គ្នាមិនចាំបាច់ធ្វើឲ្យខូចទំនាក់ទំនងល្អទេខ្ញុំសូមប្រាប់ថាអាហារសមុទ្ររបស់យើងត្រូវបានទាមទារគុណភាពខ្ពស់ណាស់ដូច្នេះបរិមាណផលិតមានកំណត់ដូច្នេះបច្ចុប្បន្នខ្ញុំមានបំណងអនុវត្តប្រព័ន្ធសមាជិកមានតែសមាជិកពិសេសរបស់យើងប៉ុណ្ណោះដែលមានសិទ្ធិទិញក្នុងចំនួនកំណត់ខ្ញុំឲ្យ300ម៉ឺនអ្នកដំបូងដែលបានក្លាយជាសមាជិកពិសេសត្រូវតែជាខ្ញុំលោកឆេននេះអាចទិញដោយលុយបានទេ
លោកឆេនដរាបណាលោកឲ្យខ្ញុំនៅកន្លែងសមាជិកមួយខ្ញុំសុខចិត្តជួយលោកដោះស្រាយអ្វីគ្រប់យ៉ាងដែលលោកមាននៅបរទេសដោយឥតគិតថ្លៃបងយ៉ាងអាហារសមុទ្ររបស់យើងលក់ដាច់អស់ហើយឥឡូវការកម្មង់នៅទីក្រុងបានបន្តដល់ត្រីមាសក្រោយហើយឲ្យបងប្អូនខំប្រឹងទៀបទំនិញឈុតនេះត្រឡប់ទៅវិញនិងឲ្យរង្វាន់ដល់គ្រប់គ្នាបានហើយពីគ្មានអ្វីសោះរហូតដល់កប៉ាល់សមុទ្រដ៏ធំឥឡូវនេះខ្ញុំឆេនយ៉ាងមិនពឹងលើមេឃទេតែពឹងលើភ្នែកទាំងពីរនេះឆេនតូចយូថាស៊ូមិញទើបតែភ្ជាប់ទំនាក់ទំនងជាមួយលោកប្រធានស៊ុននៃសភាពាណិជ្ជកម្មនីងឈឹងនោះគឺជាស្ដេចក្នុងខេត្តរបស់យើងលោកត្រូវតែប្រយ័ត្នគ្រាន់តែជាក្រុមមនុស្សគ្មានប្រយោជន៍ទេមិនចាំបាច់យកចិត្តទុកដាក់ទេលោកស៊ុនកើតរឿងហើយអតិថិជនធំផ្នែកពាណិជ្ជកម្មបរទេសធំបំផុតពីនៅអាស៊ីអាគ្នេយ៍បានបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មរបស់យើងការកម្មង់ប្រចាំឆ្នាំជាង80លានយន្តត្រូវបានក្រុមហ៊ុននេសាទយ៉ាងហ្វានដណ្ដើមយកអស់ខ្ញុំបានដឹកនាំសភាពាណិជ្ជកម្មនីងឈឹងអស់30ឆ្នាំហើយមិនទាន់មាននរណាម្នាក់ហ៊ានដណ្ដើមសាច់ពីមាត់ខ្ញុំទេស៊ូមិញខ្ញុំចាំថាលោកនិងស៊ូវ៉ាន់ឈីវរបស់យ៉ាងហ្វានជាក្រុមគ្រួសារតែមួយលោកប្រធានស៊ុនខ្ញុំបានបែកពីគ្រួសារស៊ូតាំងពីយូរមកហើយរឿងនេះមិនតាក់ទងនឹងខ្ញុំទេនៅមិនទាន់និយាយចប់ផងលោកប្រញាប់យ៉ាងនេះខ្ញុំចង់ឲ្យលោកទៅយកខ្សែផ្លូវរបស់ឆេនយ៉ាងឲ្យបានលោកស៊ុនលោកមិនដឹងទេរាល់ពេលឆេនយ៉ាងចេញទៅសមុទ្រផ្លូវនេសាទនិងកន្លែងនេសាទគឺគ្មានលំនាំទេមិនដឹងចាប់ដើមពីណាទេតែខ្ញុំមានគំនិតមួយដែលអាចដកឫសយ៉ាងហ្វានចេញបានអូននិយាយមកតើមានវិធីអ្វីលោកស៊ុនធនធានទាំងអស់របស់ឆេនយ៉ាងគឺបានមកពីស៊ូវ៉ាន់ឈីវខ្លួនឯងក៏ពិបាកនឹងឈ្នះក្នុងទីក្រុងស៊ូដែលធ្វើមិនអាចប្រកួតជាមួយសមាគមនេសាទនីងឈឹងដែលលោកដឹកនាំបានយើងគួរតែទិញក្រុមហ៊ុននេសាទយ៉ាងហ្វានផ្ទាល់ទៅយ៉ាងណាក៏គាត់មិនមែនជាអ្នកលើកឡើងដែរខ្ញុំមានវិធីដើម្បីធ្វើឲ្យគេគ្មានកន្លែងឈរជើងនៅទូទាំងនីងឈឹងឆេនយ៉ាងគឺលោកស៊ុននៃសមាគមពាណិជ្ជកម្មនីងឈឹងស៊ូសាវធ្វើរឿងធំបែបនេះបង្ហាញភាពអស្ចារ្យបែបនេះដើមឡើយគឺដើម្បីពឹងលើសមាគមពាណិជ្ជកម្មដ៏ធំនេះឆេនយ៉ាងរឿងមុនខ្ញុំខ្ជិលឆ្លុះជាមួយលោកថ្ងៃនេះខ្ញុំមកនិយាយរឿងជំនួញជាមួយលោកអូជំនួញអ្វីខ្ញុំឲ្យ300ម៉ឺនយន្តដើម្បីទិញ51នៃភាគហ៊ុនរបស់យ៉ាងហ្វានវ៉ាន់ឈីវជូនភ្ញៀវចេញឆេនយ៉ាងគុំគិតថាពឹងលើស៊ូវ៉ាន់ឈីវហើយបានការកម្មង់ពីបរទេសប៉ុន្មានកន្លែងមកខ្លួនឯងខ្លាយជាអ្នកសំខាន់ណាស់ណាខ្ញុំប្រាប់លោកថាផ្លូវលក់របស់ទីក្រុងទាំងមូលគឺស្ថិតនៅក្នុងដៃរបស់លោកស៊ុនហើយលោកស៊ុនចង់បិទផ្លូវលោកគឺជារឿងមួយផ្លែតប៉ុណ្ណោះយុវជនឲ្យនៅក្នុងឧស្សាហកម្មនេសាទនីងឈឹងខ្ញុំជាអ្នកកំណត់ច្បាប់អ្នកឆ្លាតគួរតែចុះកិច្ចសន្យាឲ្យលឿនក្នុងកាតនេះពិតជាមាន300ម៉ឺនយន្តចុះហត្ថលេខាទៅលោកប្រធានស៊ុនខ្ញុំឆេនយ៉ាងបានចាប់ផ្ដើមពីលើគេទិញទេខែនេះយ៉ាងហ្វានគ្រាន់តែការកម្មង់ពីបរទេសក៏រកចំណូលបានជាង500ម៉ឺនយន្តដែរលោកយក300ម៉ឺនយន្តមកទិញយ៉ាងហ្វានរបស់ខ្ញុំផ្ដាច់មុខគុំធ្វើឲ្យខ្ញុំខឹងលោកដឹងទេថាផលវិបាកនៃការធ្វើឲ្យលោកស៊ុនខឹងយ៉ាងណាឥឡូវលុតជង្គង់សុំទោសប្រគល់ក្រុមហ៊ុនមកប្រហែលជានៅអាចរកផ្លូវរស់បានស៊ូមិញលោកនិយាយធំណាស់លោកគិតថាសភាពាណិជ្ជកម្មនីងឈឹងអាចធ្វើអ្វីតាមអំពើចិត្តបានមែនទេឆេនយ៉ាងលោកគួរតែខ្មាស់គេពីថ្ងៃនេះទៅខ្ញុំនឹងមិនឲ្យលោកលក់ត្រីមួយក្បាលណាបានទេជូនលោកប្រធានស៊ុនបើលោកចាប់អារម្មណ៍ខ្ញុំអាចទទួលយកសភាពាណិជ្ជកម្មឥឡូវនេះក៏បានបើលោកអាចលក់ត្រីបានមួយក្បាលនៅទីក្រុងខេត្តរបស់ខ្ញុំស៊ុនហៃថាវនឹងលាលែងពីតំណែងប្រធានភ្លាមឆេនយ៉ាងលើកនេះចប់ហើយខ្ញុំចាំមានរឿងអីមិនទាន់ដកទំនិញចេញទៀតបងយ៉ាងអាហារសមុទ្ររបស់យើងជាង10តោនទើបតែមកដល់កំពង់ផែគាត់បែរជាឲ្យគេចាក់សោទ្វារមិនឲ្យយើងដកទំនិញចូលឃ្លាំងទេឆេនយ៉ាងពិតជាសុំទោសហើយឃ្លាំងនេះមិនអាចជួលឲ្យលោកទៀតបានទេលោកលីយើងទើបតែចុះកិច្ចសន្យា5ឆ្នាំកាលពីខែមុនលោកឲ្យខ្ញុំផ្លាស់ប្ដូរឥឡូវនេះយ៉ាងហោចណាស់ក៏គូបញ្យល់ខ្ញុំឲ្យបានសមរម្យដែរឃ្លាំងត្រជាក់របស់ខ្ញុំនេះចាស់ហើយខូចខាតច្រើនប្រព័ន្ធត្រជាក់មានបញ្ហាធំអាចនឹងលេចធ្លីអ៊ូស្មានអាម៉ូញ៉ាគ្រប់ពេលខ្ញុំត្រូវជួសជុលធំទាំងអស់គុំនិយាយកុហកឃ្លាំងនេះទើបតែជួសជុលឡើងវិញប៉ុន្មានឆ្នាំមុនហើយក៏បានដំឡើងប្រព័ន្ធឆ្លាតវៃថ្មីទាំងស្រុងផងដែរលោកលីមាននរណាម្នាក់បង្កប់ឲ្យលោកធ្វើបែបនេះមែនទេគុំនិយាយរឿងអត់ប្រយោជន៍នេះជាការសម្រេចចិត្តរបស់ខ្ញុំសរុបមកឃ្លាំងនេះត្រូវតែទំនេរនៅថ្ងៃស្អែកបងយ៉ាងថ្ងៃនេះខ្ញុំត្រូវតែរកគាត់ដើម្បីឲ្យគាត់ពន្យល់គុំដេញតាមទៀតគាត់សម្រេចចិត្តហើយថាចង់ឲ្យយើងទៅចុះឥឡូវនេះធ្វើម៉េចនេះជាឃ្លាំងត្រជាក់ធំបំផុតនៅកំពង់ផែទាំងមូលឲ្យយើងតែមួយថ្ងៃយើងទៅរកឃ្លាំងធំជាងនេះនៅឯណាគុំភ័យយើងត្រឡប់ទៅក្រុមហ៊ុនវិញសិនដើម្បីជួបវ៉ាន់ឈីវបងវាយវាងឃ្លាំងត្រជាក់នៅកំពង់ផែរបស់លោកបានជួលហើយឬនៅស្អីទើបតែត្រូវបានកក់ថ្ងៃនេះគ្មានអ្វីទេលោកប្រធានចាងស៊ូស្ដីខ្ញុំឆេនយ៉ាងមកពីយ៉ាងហ្វានខ្ញុំធ្លាប់និយាយជាមួយលោកអំពីការជួលឃ្លាំងត្រជាក់វាត្រូវបានជួលហើយកាលពីម្សិលមិញត្រជាក់ត្រូវបានជួលហើយឬក៏ថ្លៃជួលខ្ពស់ពេកអាហារសមុទ្រមិនដូចទំនិញផ្សេងទៀតទេបើគ្មានឃ្លាំងត្រជាក់មិនដល់ពាក់កណ្ដាលថ្ងៃផងនឹងខ្លាយទៅជាសាច់យ៉ាងឬថាស៊ូមិញបានចាយលុយច្រើនកប់ក្តោងពេញមួយយប់ទិញដុំទឹកកកភាគច្រើននៅលើទីផ្សារអស់ហើយនេះពិតជាស្នាដៃរបស់ពួកគេហើយនៅទីតាំងមាសនៃកំពង់ផែនីងឈឹងយើងបានរកឃើញឃ្លាំងត្រជាក់ដ៏ធំមួយដែលទើបតែទំនេរមានទំហំជាង 10.00 ម៉ែត្រការ៉េបញ្ហានៅត្រង់នេះឃ្លាំងនេះជាកម្មសិទ្ធិរបស់វិទ្យាស្ថានស្រាវជ្រាវមហាសមុទ្រខេត្តមិនធ្វើការជួលពាណិជ្ជកម្មសម្រាប់ខាងក្រៅទេប្រហែលជាមិនដូច្នោះបែបណាទៅនឹងទៅវិទ្យាស្ថានស្រាវជ្រាវមហាសមុទ្រខេត្តឥឡូវនេះឆេនតូចមកហើយអង្គុយលឿនមកម៉េចបានមុខស្អុយម្លេះ
មកខ្ញុំណែនាំឲ្យស្គាល់នេះគឺលោកឆេននាយកមន្ត្រីនេសាទលោកឆេននេះគឺជាឆេនតូចដែលខ្ញុំតែងតែនិយាយជាមួយលោកកាលពីមុននៅក្មេងម្លេះអាចសម្រេចបានលទ្ធផលបែបនេះក្នុងការអភិវឌ្ឍមហាសមុទ្រឆេននិយាយលើហើយសរសើរណាស់លោកបណ្ឌិតលីវលោកនាយកឆេនតាមពិតខ្ញុំមកសហការថ្ងៃនេះសហការបច្ចុប្បន្នឃ្លាំងត្រជាក់នៅកំពង់ផែត្រូវបានសភាពាណិជ្ជកម្មទិញដាច់ដោយនឹងជួលឃ្លាំងត្រជាក់ដ៏ធំនោះដែលជាកម្មសិទ្ធិរបស់វិទ្យាស្ថានស្រាវជ្រាវក្រៅពីនេះអាហារសមុទ្រដ៏មានតម្លៃគ្រប់ឈុតដែលយ៉ាងហ្វានចាប់បានទៅថ្ងៃមុខយើងនឹងជ្រើសរើសមួយក្បាលជាដែលលោកនិយាយទៅមន្ទីរកម្មសិទ្ធិរបស់វិទ្យាស្ថានស្រាវជ្រាវរបស់យើងប៉ុន្តែខ្ញុំមិនមានសិទ្ធិលោកបណ្ឌិតចេញដោយឯកជនទេគឺស្លាប់បើយើងដាក់ពាក្យស្នើសុំក្រោមឈ្មោះនៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវអាហារសមុទ្រកម្រនឹងចាត់ទុកយ៉ាងហ្វានយន់យ៉ាងជាដៃគូសហប្រតិបត្តិការដែលបានកំណត់ហើយប្រើឃ្លាំងត្រជាក់តាមតម្លៃខ្ពស់បំផុតនៅលើទីផ្សារស្រាវជ្រាវតាមតម្លៃទីផ្សារយុវជនដូចលោកដែលស្រឡាញ់ជាតិនឹងតស៊ូបើខ្ញុំមិនជួយលោកតើខ្ញុំជួយនរណាសមាគមពាណិជ្ជកម្មមូលដ្ឋានបានផ្ដាច់មុខដោយអាក្រក់និងគៀបសង្កត់សហគ្រាសស្នេហាជាតិយើងនឹងមិនអត់អន់ឲ្យជាដាច់ខាតបងយ៉ាងទំនិញរបស់យើងបានចូលឃ្លាំងហើយពួកអាថោកទៀបស៊ូមិញគិតថាអាចបង្ខំយើងឲ្យស្លាប់តែពួកគេមិននឹកស្មានថាយើងជាអ្វីទៅនោះទេហាក់ដូចជាគ្មានផ្លូវតែនៅមាត់ច្រាំងដើមល្វាមានភូមិមួយទៀតអ្នកទាំងអស់គ្នាប្រញាប់ដកទំនិញចេញទៅស្អែកយើងនឹងចេញទៅសមុទ្រដូចធម្មតាសភាពាណិជ្ជកម្មនីងឈឿងត្រូវបានសង្ស័យថាបានប្រព្រឹត្តល្មើសច្បាប់ក្នុងការស្តុកទុកទំនិញនេសាទដែលរំខានដល់សណ្ដាប់ធ្នាប់ទីផ្សាររបស់ឆេនយ៉ាងហើយលោកសុនទំនិញត្រូវរាប់សិបលានយ៉ាងដែលល្មើសច្បាប់ឆេនយ៉ាងនោះពិតជាកំពុងរករឿងស្លាប់ហើយប្រញាប់ទូរស័ព្ទទៅសន្តាគារទាំងអស់ក្នុងខេត្តដែលសហការអ្នកណាហ៊ានទទួលការកម្មង់ពីយ៉ាងហ្វានគឺជាសត្រូវជាមួយសភាពាណិជ្ជកម្មប្រញាប់អីស្អីលោកក៏ចង់បោះបង់ការកម្មង់ដែរនេះជាលើកទី8ហើយទាំងអស់គឺដោយសារតែសុនហៃថាវគម្រាមបង្ខិតបង្ខំឲ្យបោះបង់ទំនិញបើមិនអីចឹងយើងគួរតែលក់ក្នុងតម្លៃថោកទៅសន្តាគារក្នុងក្រុងសិនត្រឹមនេះមែនទេពួកគេចង់បង្ខំយើងឲ្យស្លាប់យើងទៅទីនេះបងយ៉ាងនេះគឺជាមហាសមុទ្រអាត្លង់តិកយើងស្គាល់សមុទ្រក្បែរច្រាំងតែសន្លះខែក្រោយមកនៅទីក្រុងសៀងហៃមានពិព័រណ៍នេសាទអន្តរជាតិមួយខ្ញុំធ្លាប់ជិះទូកឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកកាលពី10ឆ្នាំមុនលើកនោះមិនបានឡើងគោកពេញមួយឈ្មោះទេត្រីនៅសមុទ្រឆ្ងាយខ្ញុំទៅជាមួយបងតែរដូវនេះមហាសមុទ្រអាត្លង់តិកគឺជារដូវព្យុះកំបុតត្បូងពូលោកគាត់សុនហៃថាវចង់បិទផ្លូវខ្ញុំនៅទីក្រុងខេត្តខ្ញុំអាចពឹងលើអាហារសមុទ្រលំដាប់ខ្ពស់ពេលលោកងើបឡើងវិញសមុទ្រលំដាប់ខ្ពស់នៅពិព័រណ៍នេសាទការបិទផ្លូវរបស់គាត់គ្រាន់តែជារឿងកំ pl ែងទិញគ្រឿងផ្គត់ផ្គង់រងចាំ2ថ្ងៃទៀតយើងចេញដំណើរទៅមហាសមុទ្រអាត្លង់តិកម៉ាក់គិតអីហ្នឹងយ៉ាងកូនម៉ាក់ទៅតែគិតថាមួយផ្លែតសោះកូនធំជាងប៉ាកូនកាលពីមុនមួយក្បាលទៅទៀតហើយថ្ងៃនេះឬតាលីថាសំបីតែកប៉ាល់ដែកធំ 10000 តោនដែលអាចទៅក្រោយក៏មិនចាំបាច់ឲ្យម៉ាក់បាញ់សំណាញ់ឲ្យកូនទៀតដែរម៉ាក់ក៏មិនដឹងថារាល់ថ្ងៃគួរធ្វើអ្វីដែរម៉ាក់និងប៉ាដើម្បីចិញ្ចឹមខ្ញុំបានឆ្លងកាត់ការលំបាកជាច្រើនសក់សកដុសច្រើនហើយឥឡូវកូនមានការងារធ្វើហើយម៉ាក់និងប៉ាគួរតែគិតតែចង់ទៅដើរលេងមើលនេះមើលនោះទេល្អកូនម៉ាក់មានការងារធ្វើហើយលើកនេះទៅមហាសមុទ្រអាត្លង់តិកត្រូវប្រយ័ត្នសុវត្ថិភាពម៉ាក់នៅផ្ទះរងចាំកូនត្រឡប់មកវិញដោយសុវត្ថិភាពម៉ាក់កុំបារម្ភអីលឿនឡើងម៉ាស៊ីនស្ទូចនេះយ៉ាងម៉េចហើយលឿនបន្តិចទៅអ្វីគ្រប់យ៉ាងជាធម្មតាទីបំផុតត្រូវចេញដំណើរហើយបងយ៉ាងមន្ទីរជលផលបានបំពាក់សំណាញ់ទម្ងន់ធ្ងន់និងរ៉ាដាសូណាឲ្យយើងសុទ្ធតែជាឧបករណ៍ទំនើបបំផុតក្នុងស្រុកសៀវចិនយើងអាចចេញដំណើរបុកទឹកបានគ្រប់ពេលបងប្អូនទាំងអស់គ្នាខ្ញុំប្រកាសថានាវីយ៉ែងវ៉ែនលេខ8ចេញដំណើរជាផ្លូវការគោលដៅមហាសមុទ្រអាត្លង់តិកមិនទាន់បានផលិតផលល្អនៅឡើយទេត្រូវតែបន្តទៅមុខទៀតបងយ៉ាងមើលរ៉ាដាទៅខាងក្រោមមានរបស់ធំតែយើងគួរទម្លាក់សំណាញ់ទេគ្រាន់តែមានចំនួនច្រើនទេទំហំមិនទាន់ល្អគ្រប់គ្រាន់ឡើយបងយ៉ាងការចំណាយលើកនេះធំណាស់យ៉ាងហោចណាស់ក៏ត្រូវយកដើមមកវិញខ្លះដែរដែលលេឯងចាំទុកយើងមកមហាសមុទ្រអាត្លង់តិកនេះគឺដើម្បីកំទេចមុខមាត់សមាគមអាជីវកម្មរបស់ពួកនាងឈឹងកុំឲ្យគេមើលងាយមើលឲ្យឆ្ងាយបន្តិចទៅរបស់ល្អនៅខាងក្រោយយ៉ាងជីឯងទៅសម្រាប់បន្តិចទៅឯងនៅយាមទីនេះ2ថ្ងៃជាប់គ្នាហើយសូម្បីតែខ្លួនដៃក៏ទ្រាំមិនបានដែរចាំយប់នេះខ្ញុំជួយយាមជំនួសពូហ្វាងមិនអីទេខ្ញុំត្រូវតែនៅមើលផ្ទាល់នៅឆ្ងាយពេកមើលមិនច្បាស់ទេប៉ុន្តែពណ៌មាសនេះទើបតែលេចឡើងលើកដំបូងខាងក្រោមច្បាស់ជាមានរបស់ល្អហើយពូហ្វាងបើកលបឿនពេញឆ្ពោះទៅទីអាគ្នេយ៍បងយ៉ាងឯងមានអារម្មណ៍ទៀតហើយមែនទេបង្កើនលបឿនពេញមិនល្អទេ
ខ្យល់ព្យុះមកដល់មុនកំណត់ហើយអ្នកទាំងអស់គ្នាចូលក្នុងកាប៊ីនភ្លាមរលកធំពេកហើយរ៉ាដាត្រូវបានរំខានដោយដែកម៉ាញ៉េទិកប្រើលេងកាត់ហើយបងយ៉ាងយើងមើលមិនឃើញទីដែលទេធ្វើម៉េចទៅយ៉ាងជ័យខាងមុខគឺជាចំណុចកណ្ដាលនៃខ្យល់ព្យុះហើយតើយើងគួរត្រឡប់ក្រោយទេមិនបាច់ត្រឡប់ក្រោយទេឆ្ពោះត្រង់ទៅចំណុចកណ្ដាលមានតែផ្លូវនេះទេទើបមានសង្ឃឹមរស់ឆ្លងផុតហើយបងយ៉ាងតើបងធ្វើបានយ៉ាងម៉េចចំណាននៃខ្យល់មានច្បាប់របស់វាឲ្យតែយើងជៀសឲ្យផុតពីភ្នែកខ្យល់នោះយើងនឹងអាចឆ្លងកាត់ដោយសុវត្ថិភាពបងយ៉ាងបងគឺជាព្រះរបស់ខ្ញុំហើយបងយ៉ាងមើលខាងមុខចុះអស្ចារ្យណាស់ត្រីទូណាឃីវច្រើនណាស់យ៉ាងហោចណាស់ក៏មានរាប់ពាន់ក្បាលដែរបើចាប់បានពួកវាយើងនឹងចំណេញបានច្រើនណាស់ដូចជាមាសកំពុងហែទឹកអញ្ចឹងវងត្រីទូណាឃីវនៅលើផ្ទៃទឹកគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះនៅទីនេះយ៉ាងហោចណាស់ក៏មានរាប់ម៉ឺនក្បាលដែរតើនេះអាចជាស្ដេចត្រីទូណាឃីវក្នុងរឿងព្រេងមែនទេបង្កើនល្បឿនពេញទៅទីខាងកើត30ដឺក្រេរំលងទៅខាងមុខ1គីឡូម៉ែត្ររួចទម្លាក់សំណាញ់ទម្ងន់ធ្ងន់2ជាន់ទម្លាក់សំណាញ់ម៉ែឲ្យនេះជាត្រីមែនទេនេះច្បាស់ជាបំបែកឯកកម្មពិភពលោកហើយខ្លួនពណ៌មាសរូបរាងល្អឥតខ្ចោះហៅថាត្រីស៊ូក៏មិនខុសដែរដែលលៃប្រឡែងត្រីតូចចេញឲ្យអស់បាត់បងយ៉ាងយកតែត្រីទូណាឃីវណាដែលធំជាង2ម៉ែត្រប៉ុណ្ណោះទុកស៊ុនហៃតាវស៊ូមីងក្នុងពិព័រណ៍គ្រឿងសមុទ្រសប្តាហ៍ក្រោយខ្ញុំនឹងប្រើស្ដេចត្រីទូណាឃីវនេះដើម្បីកំទេចមុខមាត់ពួកឯងឲ្យខ្ទេចបងយ៉ាងយើងដល់តំបន់ថ្មពព្រះទឹកហើយមើលចុះថ្មនៅខាងក្រោមខ្ពស់ដូចភ្នំអញ្ចឹងប្រែជាហ្វូងបង្កងខៀវហើយសុទ្ធតែមានទំហំកន្លះម៉ែត្រឡើងទៅទៀតដែលលៃត្រៀមឧបករណ៍មួយទឹកទៅជាមួយខ្ញុំមួយជើងតើមានអ្វីនៅក្នុងនេះខ្យងធំម្លេះប្រហែលជាមានរបស់ល្អនៅក្នុងនឹងបង្កងខៀវច្រើនណាស់បងដាលីតើបងទៅផ្លំផ្ទះស្ដេចនីកមែនទេបងយ៉ាងណែណាហេតុអ្វីមិនទាន់ឃើញឡើងមកមិញនៅត្រង់ថ្មប៉ព្រះទឹកនឹងសោះងាកមកបាត់ឈឹងតំបន់ថ្មប៉ព្រះទឹកមានចរន្តទឹកហូរខ្លាំងប្រសិនបើចូលទៅគឺស្លាប់មិនខានប្រញាប់ទៅជួយសង្គ្រោះចាំមើលខ្ញុំរកឃើញអ្វីនេះគ្រាន់តែជាសម្បកខ្យងធំមួយតើវាមានតម្លៃប៉ុន្មានទៅអញដឹងអីនេះហៅថាសម្បកខ្យងមហាក្សត្រីយានីមរតហ្វុងហួងវាត្រូវចំណាយពេលរាប់សិបឆ្នាំទើបធំបានប៉ុណ្ណឹងរបស់ដែលមានតម្លៃបំផុតមិនមែនសាច់វាទេឬមួយក៏ជាសម្បកវាគឺគុជខ្យងសមុទ្រដែលគេហៅថាគុជខ្យងពណ៌ផ្កាឈូកគុជប្រភេទនេះមិនអាចចិញ្ចឹមបានទេគឺអាស្រ័យលើសំណាងសម្បកខ្យងរាប់ម៉ឺនទើបមានមួយបងយ៉ាងចោះបើគ្មានវិញបើមិនបើកមើលធ្វើម៉េចដឹងថាមានឬអត់យ៉ាងម៉េចហើយមានទេបងយ៉ាងបងពិតជាកូនស្រីស្ដេចនាគមែនហើយមួយគ្រាប់នេះមានទម្ងន់ប្រហែល50ការ៉ាត់បើដាក់ដេញថ្លៃយ៉ាងហោចណាស់ក៏បានតម្លៃ7ខ្ទង់ដែរមួយគ្រាប់នេះអាចទិញផ្ទះនៅកណ្ដាលក្រុងបានមួយខ្នងបាត់ទៅហើយសប្តាហ៍ក្រោយគឺជាពិព័រណ៍គ្រឿងសមុទ្រហើយផលនេសាទលើកនេះត្រូវរក្សាជាសម្ងាត់ក្រែងលោកខាងសមាគមគេដឹងហើយធ្វើបាបយើងបងយ៉ាងបងកុំបារម្ភអ្នកណាហ៊ាននិយាយខ្ញុំនឹងចាត់ការអ្នកនោះបានហើយគ្រប់គ្នាប្រញាប់រៀបចំយើងត្រៀមត្រឡប់ទៅវិញត្រីទូណាឃីវជាង300ក្បាលចិនយ៉ាងអ្នកតែងតែធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលរហូតវ៉ាន់ឈីវកុំទាន់អារំភើបអីយប់នេះឯងយកឡានដឹកជញ្ជូនត្រជាក់មកចាំខ្ញុំនៅកំពង់ផែស៊ីម៉ារបស់ល្អខ្លាចតែគេលួចថ្ងៃស្អែកជាពិព័រណ៍គ្រឿងសមុទ្រហើយយើងត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនឯងកុំបារម្ភខ្ញុំធានាថាទំនិញទាំងនេះមុននឹងចូលដល់សាលពិព័រណ៍នឹងមិនឲ្យអ្នកណាម្នាក់បានឃើញសូម្បីតែស្រកាមួយចិនយ៉ាងខ្សោបព្យុះនៅមហាសមុទ្រអាត្លង់ទិកមកដល់មុនកំណត់2ថ្ងៃមុននេះធ្វើឲ្យខ្ញុំបារម្ភខ្លាំងណាស់សុំទោសដែលធ្វើឲ្យអញបារម្ភ
ខ្ញុំបានហើយឡានដឹកជញ្ជូនត្រជាក់ស៊េរីថ្មីបំផុតមកហើយ ថ្ងៃស្អែកជាពិព័រណ៍គ្រឿងសមុទ្រហើយយើងត្រូវធានាថាទំនិញធំទាំងនេះទៅដល់ដោយសុវត្ថិភាព ព្រះអើយបង្កងខៀវលំដាប់កំពូលដែលក្នុងចំណោម2លានក្បាលមានតែមួយហើយថែមទាំងនៅរស់ទៀតស្ដេចត្រីធូណាខៀវចិនយ៉ាងពិព័រណ៍គ្រឿងសមុទ្រថ្ងៃស្អែកច្បាស់ជាមានភាពផ្អើលដោយសារឯងមិនខានគុតខ្សងមើលឆ្នោតភ្លើងនេះចុះពិតជាគុតខ្សងលំដាប់កំពូលមែន វ៉ាន់ជីវឯងស្គាល់មនុស្សច្រើនតាមមានមួយដេញថ្លៃទេខ្ញុំចង់លក់វាឲ្យបានថ្លៃនិងច្បាស់លាស់ ឯងសួររកចំមនុស្សហើយខ្ញុំចៃដន្យឲ្យស្គាល់អ្នកជំនាញវាតម្លៃគ្រឿងអលង្ការម្នាក់ កាន់តែឆាប់កាន់តែល្អដែលលៃពួកឯងប្រើនាវាធំទៀតផងលើកនេះនេសាទបានអ្វីខ្លះគុំនិយាយអីចេញទៅលើកនេះសំបីតែថ្លៃសាំងក៏មិនគ្រប់ដណ្ដប់ផងពិតមែនអីថ្ងៃស្អែកពិព័រណ៍គ្រឿងសមុទ្របើហើយមិនដឹងថាត្រូវបញ្ចប់យ៉ាងនេះទេកាលពីមុនពួកចិនយ៉ាងមិនខ្លាំងណាស់អីឥឡូវសំណាងអស់ត្រឹមនឹងហើយពិព័រណ៍គ្រឿងសមុទ្រថ្ងៃស្អែកខ្ញុំនឹងកំទេចពួកវាឲ្យខ្ទេច អស់លោកម្ចាស់ទាំងឡាយនេះគឺជាគ្រឿងសមុទ្រលំដាប់កំពូលដែលសមាគមនាងឈឹងយើងទើបតែចាប់បានកាលពីម្សិលមិញត្រីធូណាឃីវនេះមានប្រវែងជាង3ម៉ែត្រឯណោះមើលត្រីអធិរាជនេះចុះទំហំធំប្លែកមែនគ្មានកន្លែងណាមានរបស់ល្អបែបនេះទេលោកជេមសហការជាមួយយើងគឺជាជំរឿដ៏ខ្លាចវៃបំផុតរបស់លោកគុណភាពគឺល្អបំផុតកិច្ចសន្យាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះខ្ញុំត្រូវមើលឲ្យសັບសិនទើបអាចសម្រេចចិត្តបានពិតមែនហើយលោកមើលចុះខ្ញុំហ៊ានធានាថាក្នុងពិព័រណ៍នេះគ្មានអ្នកណាមានទំនិញល្អជាងសុនហៃតាវខ្ញុំទេ អូនេះមិនមែនចិនយ៉ាងទេអីឯងមកលក់ត្រីស្អុយរបស់ឯងមែនទេគាត់មកដើម្បីបង្កើនភាពអ៊ូអរតើបើទោះជាក្រុមហ៊ុនតូចតែអាចចូលរួមពិព័រណ៍គ្រឿងសមុទ្របានគឺមិនអន់ទេចិនយ៉ាងឯងគ្មានសំបីតែទំនិញលក់ផងគ្រាន់តែជាមេបញ្ជាការគ្មានតបសោះខ្ញុំចង់ដឹងណាស់ថាថ្ងៃនេះឯងនឹងបញ្ចប់យ៉ាងម៉េចជិះចេញទំនិញរបស់នាវីយ៉េងវ៉ែនមកដល់ហើយ អស់លោកស្រីនេះគឺជាបង្កងខៀវមហាសមុទ្រអាត្លង់ទិកមួយក្បាលមានទម្ងន់លើសពី3គីឡូក្រាមបង្កងខៀវធំដែរមួយនេះមានទំហំប៉ុនដាំដៃមួយទៅហើយឈិនយ៉ាងអ្នកខ្លាំងមែនឆាប់មកបើកប្រអប់ទៅបង្គាទាំងនេះប្រកាសជាមិនទាន់ងាប់ទេ ស្ដាប់ឲ្យច្បាស់បង្គាទាំងនេះខ្ញុំយកទាំងអស់តម្លៃអ្នកកំណត់ខ្ញុំនឹងឲ្យលើសពីទីផ្សារបងលុយឥឡូវនេះ លោកឈិនយ៉ាងខ្ញុំជាតំណាងសន្តាគារ Barclay Group សន្តាគារផ្កាយ5ចំនួន37កន្លែងរបស់យើងមាននៅទូទាំងអឺរ៉ុបខ្ញុំចង់ចុះកិច្ចសន្យាផ្គត់ផ្គង់ផ្ដាច់មុខរយៈពេល5ឆ្នាំទេ10ឆ្នាំជាមួយលោកជេមយើងទើបតែព្រមព្រៀងគ្នាអំបញ្ញមែនតើលោកស៊ុនទំនិញរបស់អ្នកល្អប៉ុន្តែបើប្រៀបធៀបជាមួយលោកឈិនយ៉ាងវាមិនសមនឹងនិយាយឡើយម្ចាស់ហាងទាំងអស់គ្នាខ្ញុំឈិនយ៉ាងសន្យាថាឲ្យតែសហការដោយស្មោះត្រង់គុណភាពគឺជាលេខ1ឯងមិនបានធានាទេអីថាឈិនយ៉ាងលើកនេះនឹងរកត្រីមួយក្បាលមិនបាន លោកស៊ុននេះគឺជាគ្រោះថ្នាក់ខ្ញុំក៏ត្រូវបានឈិនយ៉ាងបោកដែរអញដឹងទេថាអញធ្វើឲ្យយើងខាតបង់ប៉ុណ្ណាកិច្ចសន្យាជាមួយជេមខ្ញុំបានរៀបចំអស់កន្លះឆ្នាំគ្រាន់តែកិច្ចសន្យាមួយនេះគឺ100លានលោកស៊ុនសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតទៅឱកាសឬពិតជាមានមួយមែនឡាវលីប្រាប់ខ្ញុំកាលពីយប់មិញថាពួកគេបានរកឃើញច្រកសម្ងាត់នៅការ៉េបៀនដើម្បីនាំចូលអណ្ដើកសមុទ្រនោះមិនមែនជាសត្វការពារថ្នាក់ជាតិទេអីឯងដឹងស្អី ហានិភ័យខ្ពស់ទើបបានចំណេញច្រើនទំនិញនេះត្រូវបានអ្នកមានកក់អស់ហើយបើធ្វើជោគជ័យចំណេញសុទ្ធយ៉ាងហោចណាស់ក៏ប៉ុណ្ណេះដែរ10លានគឺ100លានកិច្ចសន្យាត្រូវចុះហត្ថលេខាជាមួយក្រុមហ៊ុនក្រៅប្រទេសរឿងនេះប្រគល់ឲ្យឯងទៅចាត់ចែងចុះចាំទុកនេះគឺជាឱកាសចុងក្រោយរបស់ឯងបើមានកំហុសទៀតខ្ញុំនឹងចាប់ឯងបោះចូលសមុទ្រឲ្យត្រីស៊ីទៅលើកនេះអស់កន្លះខែមនុស្សស្គុំអស់មួយទំហំ ម៉ាក់លើកនេះខ្ញុំទទួលបានកិច្ចសន្យាធំពីពិព័រណ៍គ្រឿងសមុទ្រកូនសម្លាញ់ម៉ាក់ដឹងថាកូនពូកែកូនខូចថ្ងៃនេះកូនត្រូវជ្រើសរើសម្នាក់ បានហើយកូនប្រាប់ខ្ញុំអស់ហើយគេមានមនុស្សដែលគេស្រឡាញ់ហើយឯងជួយលាក់បាំងគេមែនទេគេនៅតែសមុទ្ររាល់ថ្ងៃតើទៅរកក្មេងស្រីមកពីណាថ្ងៃស្អែកឯងត្រូវតែទៅមើលខ្លួនខ្ញុំនិយាយត្រង់ទៅចុះខ្ញុំមានសង្សារហើយកូនខូចមិនប្រាប់ឲ្យលឿនអ្នកណាទៅអ្នកក្នុងភូមិយើងមែនទេគឺស៊ូវ៉ាន់ឈីវកូនឯងកុំចេះតែនិយាយអួតកូនស្រីត្រកូលស៊ូមិននឹងមើលឃើញឯងមិនក៏លោកនិយាយអញ្ចឹងចុះបើកញ្ញាស៊ូស្រឡាញ់កូនយើងខ្លាំងមែនទៅមិនអាចទេបើជារឿងពិតខ្ញុំនឹងស៊ីទៅនេះឲ្យមើល សុំសួរថានេះជាផ្ទះលោកឈិនយ៉ាងមែនទេ
សូមសួរថានេះជាផ្ទះលោកឈិនយ៉ាងមែនទេ វ៉ាន់ឈីវមិនក៏កញ្ញាមកទីនេះ មានការចង់ពិភាក្សាជាមួយលោកបន្តិចហើយក៏ឆ្លៀតមកសួរសុខទុក្ខអ្នកពុកអ្នកម៉ាក់ផងដែរកញ្ញាស៊ូឆាប់ចូលមកអង្គុយលេងអ្នកម៉ាក់នេះជាទឹកចិត្តបន្តិចបន្តួចអ្នកម៉ាក់និងអ្នកពុកត្រូវតែទទួលយកកុំឲ្យខាតបងអីយើងទទួលមិនបានទេ ម៉ាក់ទទួលទៅអូកុំក្រែងចិត្តអីវាថ្លៃពេកហើយម៉ាក់នេះជាទឹកចិត្តរបស់វ៉ាន់ឈីវម៉ាក់ទទួលទៅឈោច្រានគ្នានៅមុខទ្វារធ្វើអីដែលគេក្រហមអស់ហើយ អ្នកពុកអ្នកម៉ាក់តាមពិតថ្ងៃនេះខ្ញុំមកទីការងារបន្ទាន់ខ្លះជាមួយឈិនយ៉ាង ម៉ាក់ខ្ញុំនិងវ៉ាន់ឈីវចេញទៅនិយាយការងារខាងក្រៅបន្តិច ទៅចោះនិយាយគ្នាមើងម៉ាត់ណាលោកតាវាឲ្យឈិនយ៉ាងនិងស៊ូវ៉ាន់ឈីវពិតជាស្រឡាញ់គ្នាពិតមែនផ្ទះយើងចិត្តមានរឿងល្អហើយឈិនយ៉ាងខ្ញុំមានការចង់ពឹងពាក់លោកមួយ នៅនាងឈឹងនេះតើមានរឿងអ្វីដែលអាចធ្វើឲ្យកញ្ញាស៊ូពិបាកចិត្តទៅខ្ញុំឬមួយក៏ចង់សារភាពស្រឡាញ់ខ្ញុំមិនទាន់បានត្រៀមខ្លួនផង ខ្ញុំចង់ឲ្យលោកធ្វើជាសង្សារคล้ายៗរបស់ខ្ញុំ សង្សារคล้าย ឈិនយ៉ាងអ៊ំប្រុសរបស់ខ្ញុំនិងពួកចាស់ក្នុងត្រកូលឈួតអស់ហើយពួកគេបង្ខំឲ្យខ្ញុំទៅមើលខ្លួនជាមួយកូនប្រុសច្បងនៃ Shenshi Group អ៊ំប្រុសរបស់អ្នកចង់តោងអ្នកមានហើយយកអ្នកធ្វើជាគ្រឿងបូជាសម្រាប់ផលចំណេញត្រកូល តោងអ្នកមានអីនោះគឺជាអន្តៈសោះ Shenshi Group ចង់មកចងសម្ព័ន្ធភាពនៅនាងឈឹងនេះច្បាស់ជាមានល្បិចខ្ញុំបានឲ្យគេស៊ើបពីលំហូរប្រាក់របស់ពួកគេលទ្ធផលគឺខ្សែសង្វាក់ប្រាក់របស់ពួកគេដាច់យូរហើយឥឡូវនេះ Shenshi គ្រាន់តែជាសម្បកក្រៅប៉ុណ្ណោះពួកគេគ្រាន់តែចង់ប្រើលេខរៀបការដើម្បីបបលុយត្រកូលស៊ូរបស់ខ្ញុំទៅបំពេញរនដែលគេជំពាក់គេប៉ុណ្ណោះ វ៉ាន់ឈីវកុំបារម្ភរឿងនេះខ្ញុំនឹងជួយចាត់ចែង ឈិនយ៉ាងម្នាក់ដែលត្រកូលសិននោះនឹងមកដល់នាងឈឹងក្នុងរយៈពេល2ថ្ងៃទៀតខ្ញុំគ្រោងនឹងប្រកាសជាសាធារណៈនៅក្នុងកម្មវិធីដេញថ្លៃសប្បុរសធម៌នាងឈឹងថាលោកគឺជាសង្សាររបស់ខ្ញុំលោកយល់ព្រមទេ ហ៊ានមកប៉ះប្រពន្ធអនាគតរបស់ខ្ញុំផងខ្ញុំនឹងធ្វើឲ្យ Shenshi បាក់មុខនៅចំពោះមុខអ្នកមានទាំងអស់តាមបញ្ជាកញ្ញាម្ចាស់ដល់ពេលនោះតើខ្ញុំអាចសុំខ្លាចជាសង្សារពិតបានទេ ចាំមើលការសម្ដែងរបស់លោកសិនចុះ លួចលាក់ធ្វើអីរៀបចំខ្លួនឲ្យរួចរាល់ទៅ មេដឹកនាំម្នាក់នោះខ្ញុំមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ នេះគឺជាអណ្ដើកសមុទ្រដែលនាំមកពីការ៉េបៀនបើមានរឿងអីកើតឡើងខ្ញុំនឹងសម្លាប់ពួកឯង គឺជាសម្លេងរបស់ស៊ុនមីងគេហ៊ានលួចនាំចូលសត្វការពារជាតិផងខ្ញុំនឹងប្តឹងប៉ូលីសឥឡូវនេះ ចាំបន្តិចវ៉ាន់ឈីវកុំឲ្យផ្អើលដល់ពួកគេយើងត្រូវប្រមូលភស្តុតាងដើម្បីកម្ចាត់ពួកគេឲ្យអស់តែម្ដងវ៉ាន់ឈីវកុំរឹងរូសអីឆាប់មកជួបលោកប្រុសសិនទៅស៊ូវ៉ាន់ឈីវមិនបាននេះសម្ដីបាទេអីឆាប់មកទីនេះមិនបាច់ខឹងទេកញ្ញាស៊ូនឹងដឹងក្នុងពេលឆាប់នេះថាអ្នកណាជាអ្នកដែលនាងអាចពឹងផ្អែកបានពិតប្រាកដត្រូវហើយនិយាយត្រង់ទៅចុះលើកនេះលោកសិនហៅនាំមកនៅគម្រោងធំដែលមានតម្លៃ 1000 លានមករកយើងសហការឲ្យតែគម្រោងនេះចាប់ផ្ដើមត្រកូលស៊ូរបស់យើងនឹងហោះហើរខ្ពស់ជាមួយ Shenshi Group ត្រកូលស៊ូបានតោង Shenshi ហើយថ្ងៃក្រោយយើងអាចដើរអួតពេញនាងឈឹងមិនខានស៊ូមីងខ្ញុំណែនាំអ្នកឲ្យឈប់សប្បាយចិត្តមុនពេលពេកទៅមនុស្សខ្លះមើលទៅល្អតែខាងក្រៅទេតែខាងក្នុងរលួយអស់ហើយមិនក៏គេដឹងថាខ្សែសង្វាក់ប្រាក់ត្រកូលសិនមានបញ្ហាមិនអាចទេប្រហែលជាគ្រាន់តែនិយាយបំភ័យប៉ុណ្ណោះពិតជាគួរឲ្យអស់សំណើចមែនពេញនាងឈឹងនេះអ្នកណាមិនដឹងថាត្រកូលសិនជាត្រកូលអ្នកមានឈិនយ៉ាងឯងវាគ្រាន់តែជាមនុស្សតោងស្រីស៊ីប៉ុណ្ណោះកម្លាំងរបស់លោកសិនអាចជន់ឯងឲ្យងាប់ដូចសង្កែកអញ្ចឹងនៅក្នុងកម្មវិធីដេញថ្លៃខ្ញុំនឹងឲ្យឯងឃើញពីគម្លាតរវាងឯងនិងខ្ញុំអញ្ចឹងចាំមើលទាំងអស់គ្នា លោកស្រីកញ្ញាទាំងអស់គ្នាឥឡូវនេះយើងចាប់ផ្ដើមដេញថ្លៃវត្ថុដំបូងគេគឺមើមយិនសិនព្រៃអាយុរាប់រយឆ្នាំតម្លៃចាប់ផ្ដើមគឺ$100,000 ជំងឺចាស់របស់ពុកនិងម៉ាក់មិនទាន់ជាសេះស្បើយទេយិនសិននេះយកទៅស្ងោរឲ្យពួកគាត់បើកម្លាំងគឺល្អណាស់$150,000 $200,000បើឯងចង់ធ្វើជាអ្នកមានខ្ញុំនឹងជួយបង្គ្រប់បំណងឲ្យឯង$400,000 $1 លាន 1 លានតើមានអ្នកឲ្យថ្លៃជាងនេះទេ1លានលើកទី1លើកទី2លើកទី3សម្រាប់សូមអបអរសាទរលោកម្ចាស់ដែលទទួលបានយិនសិនព្រៃនេះ វ៉ាន់ឈីវឥឡូវនាងឃើញគម្លាតរវាងខ្ញុំនិងវាហើយមែនទេ សិនហៅលោកធ្វើដោយចិត្តណាមែនទេ វ៉ាន់ឈីវលោកសិនមានលទ្ធភាពទិញវាជារឿងធម្មតាទេមិនអីទេបើលោកសិនចូលចិត្តយើងទុកឲ្យលោកសិនទៅចុះគ្មានលុយគឺគ្មានលុយហើយធ្វើចរិតជាអ្នកធំធ្វើអីស៊ូមីងចាំមើលបន្តិចទៀតអ្នកឯងនៅសើចចេញទៀតឬអត់ បន្ទាប់មកទៀតគឺគុជខ្យងដ៏កម្រមកពីមហាសមុទ្រអាត្លង់ទិកតម្លៃចាប់ផ្ដើមគឺ$800,000 ឲ្យតែខ្ញុំទិញវាបានយកទៅជូនវ៉ាន់ឈីវនោះនឹងគ្មានអ្នកណាហ៊ានមើលងាយត្រកូលសិនទៀតឡើយ$1 លាន ឈិនយ៉ាងនោះមិនមែនជាគុជរបស់លោកទេអី រឿងល្អចិត្តចាប់ផ្ដើមហើយ$1,50,000 $1,50,000 និង$1 ឈិនយ៉ាងលោកពិតជាពូកែមែន ឯងចង់ធ្វើបាបយើងមែនទេ2 លាន
2លាននិង$1លោកសិនថ្មីនេះខ្ញុំមិនសូវមានលុយទេលោកកុំប្រកាន់អីណា5លាន5លាននិង$1 8លានឈិនយ៉ាងថ្ងៃនេះខ្ញុំនឹងលេងជាមួយឯងឲ្យដល់ទីបញ្ចប់បើខ្លាំងឯងតាមមកទៀតមក8លាននិង$1លោកសិនស្ថានភាពត្រកូលសិនពេលនេះលោកកុំបង្ខំខ្លួនឯងពេកអី តើមានអ្នកឲ្យថ្លៃជាងនេះទេមិនដែរលោកសិនតាមមិនទាន់ហើយមែនទេ គ្រាន់តែ8លានក៏មិនរួចដែរឬមួយក៏ត្រកូលសិនចិត្តដួលរំពេចមែនក្នុងខ្លួនខ្ញុំសល់តែ10លានដែលបានមកពីការខ្ចីបុលប៉ុណ្ណោះបើខ្ញុំបោះបង់ឥឡូវនេះអ្នកគ្រប់គ្នានឹងដឹងថាត្រកូលសិនមានបញ្ហាហិរញ្ញវត្ថុមិនខានសាច់ទៅ10លានហាហាលោកសិនពិតជាចិត្តធំមែនខ្ញុំមើលឃើញថាត្រកូលសិនឯងទៅរីកចម្រើនហើយឯងចង់អួតជាមួយអ្នកមានមែនទេ10លានលើកទី1បាក់មុខស្លាប់ហើយលើកទី2លើកទី3សម្រាប់ឃើញឋានៈរបស់ឯងនៅអបអរសាទរលោកម្ចាស់ដែលទទួលបានគុណខ្ញុំនេះដូចមេឃនឹងដីអបអរសាទរលោកសិនពិតជាមានលុយមែនជារឿងធម្មតាទេហាហាហាឈិនយ៉ាងពួកឯងសែករឿងអីគ្មានអីទេគ្រាន់តែចង់អរគុណលោកសិនដែលបានជួយទិញគុជនេះក្នុងតម្លៃថ្លៃព្រោះគុជនេះគឺជារបស់ខ្ញុំស្អីមិនអាចទេលោកសិនម្ចាស់ដែលបានផ្ញើគុជនេះមកដេញថ្លៃពិតជាលោកឈិនយ៉ាងមែនឈិនយ៉ាងអញហ៊ានបោកយើងផងខ្សែសង្វាក់មូលធនរបស់ឈិនត្រូវបានកាត់ផ្តាច់ជាយូរមកហើយលើកនេះគាត់មកក្រោមលេខនៃកិច្ចសហប្រតិបត្តិការដើម្បីលេបយកគ្រួសារសិស្សរបស់យើងឈិនម៉ូអ្នកត្រូវបានសង្ស័យថាបានរៃអង្គាសប្រាក់ដោយខុសច្បាប់និងផ្ដល់កម្ចីខុសច្បាប់ក្នុងអត្រាការប្រាក់ខ្ពស់ឥឡូវនេះអ្នកត្រូវបានចាប់ខ្លួនតាមច្បាប់ខ្ញុំបានដាក់ទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំទៅឲ្យគាត់ហើយលោកប៉ាដោយសារតែឈិនត្រូវបាននាំខ្លួនទៅការដេញថ្លៃនេះគឺមិនមានសុពលភាពទេកោះខុនខូឥឡូវនេះត្រូវបានដាក់ដេញថ្លៃឡើងវិញតម្លៃចាប់ផ្ដើមគឺ1លាន3លាន5លាន5លានលោកខ្ញុំឈិនយ៉ាងថ្ងៃនេះស្ម័គ្រចិត្តប្រចាំ5លានដែលទទួលបានពីការដេញថ្លៃនេះទៅមូលនិធិកុមារកំព្រាឪពុកម្ដាយមិននៅក្បែរក្មេងដែលនៅផ្ទះតែម្នាក់ឯងខ្ញុំយល់ពីអារម្មណ៍នោះយ៉ាងច្បាស់ដូច្នេះខ្ញុំសង្ឃឹមថាអាចរួមចំណែកបន្តិចបន្តួចដល់កុមារកំព្រានៅទូទាំងប្រទេសឈិនយ៉ាងសិនហៃថូគឺជាមនុស្សដែលមានល្បិចកលគាត់បានរួមកម្លាំងជាមួយថ្នាក់លើនៃសមាគមរៀបចំផែនការបណ្ដេញអ្នកចេញពីសមាគមនៅថ្ងៃស្អែកដោយចោទប្រកាន់ពីបទនេសាទខុសច្បាប់គាត់គ្រាន់តែចង់ប្រើឈ្មោះការពារបរិស្ថានសមុទ្រដើម្បីដេញខ្ញុំចេញនិងគ្រប់គ្រងទីផ្សារគ្រឿងសមុទ្រនៅនេងចេញម្នាក់ឯងអ្នកមើលនេះគឺជាភស្តុតាងដែលសិនហៃថូនិងអ្នកផ្សេងទៀតកាន់កាប់តំបន់នេសាទដោយខុសច្បាប់បើអ្នកនេសាទទៅវាពួកគេនឹងត្រូវគេវាយដំមិនត្រឹមតែប៉ុណ្្នឹងទេពួកគេថែមទាំងបង្ខំទិញគ្រឿងសមុទ្រពីអ្នកនេសាទក្នុងតម្លៃទាបបំផុតល្អណាស់មានរបស់ទាំងនេះយើងអាចវាយបកគាត់វិញបាននៅថ្ងៃស្អែកសិនហៃថូនៅនេងចេញជាច្រើនឆ្នាំមកហើយត្រឹមតែភស្តុតាងប៉ុណ្ណឹងមិនអាចផ្ដួលគាត់បានទេយើងនៅត្រូវការភស្តុតាងរឹងមាំមួយទៀតបងយ៉ែងទីបំផុតខ្ញុំរកឃើញហើយនៅម៉ោង 2 ទៀបភ្លឺនេះក្រុមអ្នករត់ពន្ធរបស់សមាគមបានលេចមុខម្ដងទៀតហើយយើងបានតាមដានរហូតឃើញថាទំនិញទាំងនេះត្រូវបានបញ្ជូនទៅឃ្លាំងសម្ងាត់របស់សមាគមផ្ទាល់ឥឡូវនេះភស្តុតាងគ្រប់គ្រាន់ហើយខ្ញុំនឹងរាយការណ៍ទៅប៉ូលីសភ្លាមលើកនេះពួកគេប្រកាសជាជាប់គុកមិនខានសួស្តីសហការីទាំងអស់គ្នាក្នុងឆ្នាំកន្លងទៅឧស្សាហកម្មនេសាទនៅនេងឆេងមានការរីកចម្រើនយ៉ាងខ្លាំងថ្ងៃនេះអញ្ជើញអ្នកទាំងអស់គ្នាមកទី1គឺដើម្បីពិភាក្សាអំពីផែនការឆ្នាំក្រោយនិងទី2គឺសូមឲ្យសហគ្រាសគំរូមួយចំនួនចែករំលែកបទពិសោធន៍បន្ទាប់មកសូមអញ្ជើញនាយកក្រុមហ៊ុន Yang Fan Ocean គឺលោក Chen Yang លោក Chen ក្រុមហ៊ុន Yang Fan ឆ្នាំនេះហាក់ដូចជាមានសន្ទុះខ្លាំងណាស់សូមចែករំលែកបទពិសោធន៍ជោគជ័យរបស់អ្នកផងសន្ទុះខ្លាំងឬក៏លួចនេសាទបានច្រើនទៅវិញទេដឹងសិនហៃដូតើអ្នកចង់មានន័យថាម៉េចលោកប្រធានដោយសារថ្ងៃនេះជាការប្រជុំក្នុងវិស័យរបស់យើងខ្ញុំសូមសួរនៅចំពោះមុខអ្នកទាំងអស់គ្នាថារាល់ពេលដែលក្រុមហ៊ុន Yang Fan ចេញទៅសមុទ្រសុទ្ធតែទទួលបានផលច្រើនលើសលប់តើធនធានសមុទ្រនៅនេងចេងអាចទ្រាំទ្រនឹងការបំផ្លាញបែបនេះបានទេអ្វីដែលសិននិយាយគឺត្រឹមត្រូវហើយសម្រាប់មនុស្សប្រភេទនេះខ្ញុំស្នើឲ្យបញ្ឈប់រាល់ប្រតិបត្តិការនេសាទរបស់ Yang Fan ភ្លាមបើបណ្ដោយឲ្យនេសាទបែបនេះទៅថ្ងៃមុខនឹងមានអ្នកធ្វើតាមកាន់តែច្រើនមិនខានឈិនយ៉ាងដោយសារមានអ្នកលើកឡើងពីការសង្ស័យតើអ្នកយល់យ៉ាងណាលោកប្រធានដើមឡើយខ្ញុំចង់ចែករំលែកប៉ុន្តែចៃដន្យអ្វីគឺជារឿងនេះតែម្ដងនេះគឺជាលេខកូដតាមដានពីនាយកដ្ឋានជលផលត្រីនីមួយដែល Yang Fan នាំមកលើគោកសុទ្ធតែមានការត្រួតពិនិត្យច្បាស់លាស់សម្រាប់ត្រីដែលមិនទាន់គ្រប់អាយុយើងមិនដែលប៉ះពាល់សូម្បីតែមួយក្បាលមានលេខកូដផ្លូវការនិងការត្រួតពិនិត្យដូច្នេះការចោទប្រកាន់ថាបាននេសាទបំផ្លាញគឺជារឿងមិនសមហេតុផលលើសពីនេះរៀងរាល់ត្រីមាស Yang Fan បរិច្ចាគ10នៃប្រាក់ចំណេញសុទ្ធដើម្បីលែងកូនត្រីល្អទៅក្នុងសមុទ្រវិញខ្ញុំគោរពច្បាប់និងការពារបរិស្ថានផ្ទុយទៅវិញលោកសិនអ្នកបានខុបខិតជាមួយសមាជិកសមាគមដើម្បីកាន់កាប់តំបន់ទឹកខុសច្បាប់ដេញអ្នកនេសាទតូចតាចនិងថែមទាំងសង្ស័យថាបានរត់ពន្ធសត្វព្រៃការពារកម្រិតទី1របស់ជាតិទៀតផងឯងនិយាយបង្កាច់បង្ខូចនេះគឺជាការមួយបង្កាច់សុទ្ធសាធត្រូវហើយបើឯងខ្លាំងហៅមនុស្សមកកតាំងនឹងមុខមកមិនបាច់ហៅទេខ្ញុំមកហើយ
កាលពីដើមឆ្នាំនេះសមាជិកសមាគមមួយចំនួនបានចោទប្រកាន់ខ្ញុំថាបាននេសាទក្នុងតំបន់ហាមឃាត់រួចបានវាយខ្ញុំបាក់ជើងនិងកំទេចទូករបស់ខ្ញុំសិនហើយរអ្នកគឺជាបងធំហេម៉ាគ្រប់គ្នាកុំចាញ់បោកគាត់នេះគឺជាទូសម្ដែងដែលឆេនយ៉ាងជួមកទេភូស្តាងដូចភ្នំតាដល់ពេលនេះហើយអ្នកនៅចង់បដិសេធទៀតមែនទេនេះគឺជាប្រភេទសត្វការពារចិត្តផុតពូជត្រីស្ទើរយន្តពណ៌លឿងឯងយកតែរូបថតពីរបីសន្លឹកមកចង់ចោទខ្ញុំមែនទេនេះច្បាស់ជាផលិតដោយអេហើយឆេនយ៉ាងឯងរៀបចំផែនការធ្វើបាបខ្ញុំតើអ្នកណានាមសុនហេដូកងកម្លាំងឆ្មាំសមុទ្របានឆែកឆេរឃ្លាំងសម្ងាត់របស់សមាគមនិងបានរកឃើញភស្តុតាងជាក់ស្ដែងរួមមានអណ្ដើកសមុទ្ររស់ចំនួន8ក្បាលនិងត្រីស្ទើរយន្តចំនួន10ក្បាលឥឡូវនេះយើងនឹងចាប់ខ្លួនអ្នកតាមច្បាប់ព័ត៌មានក្តៅប្រធានសមាគមនេងឆេងត្រូវបានរកឃើញថាបានរត់ពន្ធសត្វព្រៃចាប់ផ្ដើមផ្សាយផ្ទាល់ភ្លាមឆេនយ៉ាងអរគុណអ្នកដែលបានជួយកម្ចាត់មេរោគក្នុងវិស័យរបស់យើងអ្នកគឺជាអ្នកសង្គ្រោះនៃឧស្សាហកម្មនេសាទនេងឆេងឆេនយ៉ាងផ្ទះវិឡារបស់អ្នកពិតជាស្អាតណាស់ដូចជាវិមាននាគអញ្ចឹងតើយ៉ាងមិនបានទិញខុនដូធំមួយនៅក្នុងក្រុងទេមែនទេហើយអ្វីនៅតែស្នាក់នៅក្នុងភូមិដដែលកាលពីប៉ុន្មានថ្ងៃមុនយ៉ាងចង់ឲ្យយើងទៅរស់នៅក្នុងក្រុងប៉ុន្តែពួកយើងបានបដិសេធរស់នៅក្នុងក្រុងមិនសប្បាយដូចនៅជនបទទេនៅទីនេះមានខ្យល់អាកាសល្អចេញក្រៅទៅឃើញសមុទ្រចង់ដាំបន្លែក៏បានសំខាន់គឺមិនដាច់ឆ្ងាយពីបងប្អូនមិត្តភក្តិចាស់ទាំងនេះរស់នៅទីនេះយូរហើយទៅណាមិនដាច់ទេនៅក្នុងក្រុងបិទទ្វារជិតឈឹងមិនស្គាល់គ្នាទេខ្ញុំរស់នៅមិនទម្លាប់ទេយ៉ាងឥឡូវនេះការងារជោគជ័យហើយដល់ពេលគិតគូររឿងរៀបការហើយមែនទេម៉ាក់និយាយត្រូវហើយទោះខាងក្រៅជោគជ័យប៉ុណ្ណាក៏ត្រូវមានអ្នកជួយមើលថែផ្ទះសម្បែងដែរដើម្បីយ៉ាងហ្វេនខ្ញុំបានឲ្យវ៉ាន់ឃីវរងចាំយូរមកហើយកាលពីមុនបារម្ភថាមិនអាចផ្ដល់អនាគតល្អឲ្យនាងប៉ុន្តែឥឡូវនេះអ្វីក៏ប្រសើរឡើងហើយវ៉ាន់ឃីវខ្ញុំនឹងមិនឲ្យអ្នករងចាំទៀតទេមកឆេនយ៉ាងសាក់នេះមើលវ៉ាន់ឃីវតែងតែអ៊ូប្រាប់ខ្ញុំថាអ្នកគឺជាសំណាងរបស់នាងម៉ាក់អ៊ំស្រីសរសើរពេកហើយការដែលបានជួបវ៉ាន់ឃីវទើបជាសំណាងរបស់ខ្ញុំយ៉ាងកុំប្រកាន់អីប៉ារបស់វ៉ាន់ឃីវគាត់មានចរិតរឹងរូសបន្តិចដឹងថាអ្នកមកគាត់ធ្វើពុតជាមិនចង់ជួបរួចទៅស្ទូចត្រីបាត់ហើយអ្នកទៅរកគាត់នៅក្រោយភ្នំជាមួយវ៉ាន់ឃីវទៅលោកប៉ាឆេនយ៉ាងមកសួរសុខទុក្ខប៉ាហើយព្រៃសីនេះពិតជាមានបរិយាកាសល្អណាស់ស្រះទឹកក៏ថ្លាទៀតលោកអ៊ំពិតជាចេះជ្រើសរើសកន្លែងមែនប៉ុន្តែខ្ញុំមើលទៅធុងទឹកហាក់ដូចជាទេស្អាតថ្ងៃនេះត្រីហាក់ដូចជាមិនសូវផ្ដល់មុខមាត់ឲ្យលោកអ៊ំសោះក្មេងម្នាក់នេះសម្ដីមិនអន់ទេតើអ្នកចេះស្ទូចត្រីទេចង់សាកជាមួយខ្ញុំទេបើលោកអ៊ំមានប្រសាសន៍បែបនេះខ្ញុំសូមអនុញ្ញាតសាកល្បងជាមួយលោកអ៊ំបន្តិចចុះឆេនយ៉ាងតើអ្នកយល់ថាវ៉ាន់ឃីជាក្មេងស្រីប្រភេទណាឆ្លាតមើងម៉ាត់បើមិនសល់សង្កឲ្យវិញទេព្រោះខ្ញុំដឹងថាខុសហើយឯងទៅយកដុំថ្មឲ្យខ្ញុំវិញមកបងសូមឲ្យខ្ញុំទៅធ្វើការជាមួយយ៉ាងហ្វានទៅកុំថាឡើយការងារនៅក្រោមការងារនៅខាងក្រៅឲ្យតែខ្ញុំអាចសងបំណុលបានខ្ញុំធ្វើទាំងអស់បងសូមបងឲ្យខ្ញុំមានឱកាសកែប្រែខ្លួនឯងផងថ្ងៃស្អែកម៉ោង5ព្រឹកទៅរីការខ្លួនឲ្យដាឡៃចាប់ផ្ដើមពីនាវិកនៅជាន់ក្រោមបងអស់អរគុណបងខ្ញុំពិតជាខំប្រឹងធ្វើការខ្ញុំមិនធ្វើឲ្យបងខកបំណងទេហ្វាងស៊ូដាឡៃនៅចាំមួយឆ្នាំមុនទេពេលនោះខ្ញុំគ្មានអ្វីទាំងអស់សូម្បីតែទូកក៏គ្មានដែររាល់ថ្ងៃដើម្បីបានអាហារសមុទ្របន្តិចបន្តួចមិននឹងភ្លេចយ៉ាងបងពេលនោះអ្នកទាំងអស់គ្នាសុទ្ធតែមើលងាយពួកយើងថាពួកយើងក្នុងមួយជីវិតនេះគឺគ្រាន់តែជាអ្នកនេសាទធម្មតាតែអ្នកណាទៅគិតថាពួកយើងពេលនេះមានទូកនេសាទធំហើយឆិនយ៉ាងឥឡូវបងបានឈរនៅលើកំពូលសមុទ្រដ៏ធំនេះហើយតើបងមានគម្រោងអ្វីហ្វាងស៊ូដាឡៃបើគ្មានពួកឯងខ្ញុំឆិនយ៉ាងក៏គ្មានថ្ងៃនេះដែរតែជីវិតខ្ញុំកាន់តែប្រសើរខ្ញុំក៏មិនអាចមើលឃើញបងប្អូនជនរួមជាតិរស់នៅលំបាកទៀតដែរផ្កាមួយដើមមិនអាចបង្កើតបានជានីតិក្រដៅទេខ្ញុំចង់បង្កើតសមាគមនេសាទមីងឆឹងនាំបងប្អូនជនរួមជាតិមីងឆឹងទាំងអស់គ្នារួមគ្នាដើម្បីក្លាយជាអ្នកមានបងប្អូនជនរួមជាតិខ្ញុំប្រកាសថាថ្ងៃនេះយ៉ាងហ្វានយីយើហឺជូស៊ឺបានបង្កើតឡើងហើយអ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះនឹងបដូរឧបករណ៍នេសាទថ្មីបំផុតដោយឥតគិតថ្លៃបង្កើតសមាគមដោយឥតគិតថ្លៃឆិនយ៉ាងមិនមែនចង់រៀនតាមសុនហៃថៅដើម្បីផ្ដាច់មុខទេគឺអត់ទេលើមេឃមិនទម្លាក់នំប៉័ងទេម៉ាស៊ីនខ្ញុំនឹងផ្ដល់ឲ្យបច្ចេកទេសខ្ញុំនឹងបង្រៀនតែមានច្បាប់តែមួយគត់ខ្ញុំដឹងហើយនេះគឺជាការផ្ដល់ម៉ាស៊ីននិងបង្រៀនបច្ចេកទេសតែប្រកាសជាមានបញ្ហាហើយការចាប់ត្រីមិនអាចធ្វើបានតាមចិត្តទេត្រីតូចត្រូវតែលែងវិញអូអីក្រៅពីនោះអាហារសមុទ្រដែលចាប់បានយ៉ាងហ្វាននឹងទិញក្នុងតម្លៃខ្ពស់ជាងទីផ្សារ 1/10ឡាវ៉ាងយប់នេះទៅផ្ទះខ្ញុំញ៉ាំត្រីសមុទ្រណាពិតជាសំនឹងអបអសាទរមែនថ្ងៃនេះយ៉ាងហ្វានយេយើហឺជូស៊ឺទើបតែបានចែកភាគលាភនៅត្រីមាសនេះខ្ញុំបានទទួលប្រាក់រហូតដល់ 100000 ចិនសុងហាវសៅស៊ីហាវយប់នេះក្រុមយ៉ាងហ្វានរបស់យើងចេញទៅនេសាទនិងទទួលបានផលល្អត្រឡប់មកវិញជាដាច់ខាតចិនហូយ៉ន
សូមអរគុណដល់លោកដែលបានផ្ដល់ឧបករណ៍វាស់ស្ទង់រលក ultrasonic ឲ្យពួកយើងរសៀលនេះពួកយើងទើបតែចាប់បានត្រីចង្វាមួយលោកពេញតែម្ដង ឆិនយ៉ាងបងពិតជាធ្វើបានមែនទាំងអ្នកនេសាទនៅនីងឆាំងទាំងអស់បានរស់នៅយ៉ាងសុខសាន្តនិងមានទ្រព្យសម្បត្តិ នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះឲ្យតែសមុទ្រនេះនៅមានថ្ងៃអនាគតរបស់យើងនឹងមានលទ្ធភាពគ្មានដែនកំណត់